អ្នកមិនទទួលបានជីវិតដែលប្រសើរឡើងដោយការរងចាំទេអ្នកទទួលបានវាតាមរយៈការបង្កើតទម្លាប់ល្អៗវិញទេតើប្រយោគតែមួយនោះប្រហែលជាអ្វីដែលអ្នកត្រូវការស្ដាប់នៅថ្ងៃនេះពីព្រោះការពិតគឺជីវិតរបស់អ្នកសប្តាហ៍ថ្ងៃនេះគឺជាការឆ្លុះបញ្ចាំងនៃទម្លាប់ទាំងឡាយរបស់អ្នកអ្វីដែលអ្នកធ្វើរបៀបដែលអ្នកគិតការបង្ហាញខ្លួនរបស់អ្នកនិងរបៀបដែលអ្នកតបវិញប្រសិនបើអ្នកធ្លាប់ជាប់គាំងវង្វេងឬហត់នឿយផ្ទៃចិត្តវាមិនមែនដោយសារអ្នកខូចនោះទេវាព្រោះតែទម្លាប់ប្រចាំថ្ងៃរបស់អ្នកមិនដំណើរការឲ្យអ្នកទេពួកវាកំពុងដំណើរការប្រឆាំងនឹងអ្នកវិញដំណឹងល្អនោះគឺអ្នកអាចកែប្រែគំនិតទាំងស្រុងរបស់អ្នកបានតាមរយៈការផ្លាស់ប្ដូរអ្វីដែលអ្នកធ្វើរាល់ថ្ងៃមិនមែនឆ្នាំក្រោយមិនមែនខែក្រោយឡើយគឺចាប់ពីថ្ងៃនេះទៅសៀវភៅសម្ដែងនេះនឹងដឹកនាំអ្នកឆ្លងកាត់ទម្លាប់វិជ្ជមាន10យ៉ាងដែលនឹងកែប្រែគំនិតរបស់អ្នកទាំងនេះគឺជាការអនុវត្តដ៏សាមញ្ញច្បាស់លាស់និងជាក់ស្ដែងក្នុងជីវិតដែលនឹងជួយឲ្យអ្នកគិតបានមុតសួរជាងមុនមានអារម្មណ៍ល្អជាងមុនផ្ដោតអារម្មណ៍បានខ្លាំងជាងមុននិងទីបំផុតគឺឈានទៅមុខក្នុងជីវិតរបស់អ្នកប្រសិនបើអ្នកអនុវត្តគ្រាន់តែមួយក្នុងចំណោមពួកវាជីវិតរបស់អ្នកនឹងផ្លាស់ប្ដូរប្រសិនបើអ្នកអនុវត្តទាំង10យ៉ាងអ្វីៗគ្រប់យ៉ាងអាចផ្លាស់ប្ដូរគ្មានការលើកកម្ពស់ហួសហេតុគ្មានពាក្យសម្ដីចំអិនឡាយមានតែការពិតលទ្ធផលនិងការរីកចម្រើនថ្មីរបស់អ្នកតែប៉ុណ្ណោះជំពូកទី1ភ្ញាក់ពីគេងដោយមានគោលបំណងនិងបញ្ឈប់ការបំបត្តិពេលវេលាភ្ញាក់ពីគេងដោយមានគោលបំណងនិងបញ្ឈប់ការបំបត្តិពេលវេលាវាដូចជាសាមញ្ញលេប៉ុន្តែវាជាការផ្លាស់ប្ដូរដ៏មានឥទ្ធិពលមួយដែលអ្នកនឹងធ្វើក្នុងជីវិតរាល់ថ្ងៃមនុស្សបែកភ្នែកហើយរមៀលចេញពីក្រេដោយមិនមានគោលការណ៍ច្បាស់លាស់ថាពួកគេកំពុងធ្វើអ្វីគ្មានទិសដៅគ្មានភាពបន្ទាន់គ្មានមូលហេតុនៅពីក្រោយសកម្មភាពរបស់ពួកគេហើយនោះហើយជាកន្លែងដែលមនុស្សភាគច្រើនចាញ់មិនមែនដោយសារពួកគេមិនឆ្លាតទេមិនមែនដោយសារពួកគេគ្មានទសោកញយទេប៉ុន្តែដោយសារពួកគេចាប់ផ្ដើមថ្ងៃថ្មីដោយមិនយកវាជាខ្លឹមសារហើយនៅពេលដែលអ្នករស់នៅដូច្នោះថ្ងៃនោះនឹងរអិលចេញពីដៃអ្នកយ៉ាងងាយងាយអ្នកត្រូវចាប់ផ្ដើមភ្ញាក់ពីគេងដោយមានអារម្មណ៍ថាជីវិតរបស់អ្នកកំពុងពិតជាត្រូវបានភ្នាត់ព្រោះវាពិតជាដូចខ្នោះមែនអ្នកមិននឹងទទួលបានថ្ងៃនេះម្ដងទៀតទេអ្នកមិនអាចយកម៉ោងទាំងនេះវិញបានប្រសិនបើអ្នកមិនប្រែពេលវេលានេះដើម្បីកសាងអ្វីដែលមានន័យវានឹងបញ្ចប់ជាអមតៈហើយនោះគួរឲ្យអ្នកមានការព្រួយបារម្ភនោះគួរឲ្យអ្វីមួយក្នុងខ្លួនអ្នករញ្ជួយព្រោះពេលវេលារបស់អ្នកគឺជាជីវិតរបស់អ្នកជីវិតនោះគឺគ្រាន់តែជាពេលវេលាហើយនៅពេលដែលអ្នកបំបត្តិពេលវេលាអ្នកកំពុងបំបត្តិជីវិតរបស់អ្នកផ្ទាល់គ្មានអ្វីដែលឈឺចាប់ជាងការងាកមករំលឹកឡើងវិញហើយដឹងថាខ្លួនអ្នកមិនបានធ្វើអ្វីសោះនឹងថ្ងៃរបស់អ្នកនោះទេឥឡូវនេះខ្ញុំមិនកំពុងនិយាយអំពីការរវល់នោះទេខ្ញុំកំពុងនិយាយអំពីការធ្វើអ្វីៗដោយមានគោលបំណងភ្ញាក់ពីគេងហើយនិយាយថាថ្ងៃនេះខ្ញុំនឹងធ្វើរឿងនេះហើយខ្ញុំដឹងពីមូលហេតុអ្វីភាពច្បាស់លាស់បែបហ្នឹងផ្លាស់ប្ដូរអ្វីគ្រប់យ៉ាងវាដោយថាមពលឲ្យអ្នកវាធ្វើឲ្យអ្នកមុតស្រួយជាងមុនវាជួយឲ្យអ្នកបដិសេធនឹងអ្វីដែលធ្វើឲ្យអ្នកអស់ភាពចម្រេះសម្រាមវាធ្វើឲ្យសកម្មភាពរបស់អ្នកមានភាពខ្លាំងក្លាជាងមុនលឿននិងច្បាស់លាស់ជាងមុនមនុស្សភាគច្រើនមិនរស់នៅដោយមានគោលបំណងទេពួកគេរស់នៅដោយគ្រាន់តែប្រកាន់ខ្ជាប់នឹងអ្វីដែលធ្លាប់ស្គាល់គំនិតដដែលទម្លាប់ដដែលហេតុផលដដែលនិងការតូចតោដដែលបន្ទាប់មកពួកគេឆ្ងល់ថាហេតុអ្វីអ្នកមានអ្វីផ្លាស់ប្ដូរការភ្ញាក់ពីគេដោយមានគោលបំណងមានន័យថាអ្នកបញ្ឈប់ការផ្ដល់ពេលវេលារបស់អ្នកទៅពិភពលោកអ្នកបញ្ឈប់ការអនុញ្ញាតឲ្យពិភពលោកគ្រប់គ្រងអ្នកហើយអ្នកយកការគ្រប់គ្រងទៅលេខត្រឡប់មកវិញមនុស្សដែលជោគជ័យមនុស្សដែលកំពុងរីកចម្រើនមនុស្សដែលផ្ដល់នូវភាពខុសគ្នាពួកគេមិនឲ្យការអណ្ដែតអណ្ដែតនោះទេពួកគេសម្រេចចិត្តហើយការសម្រេចចិត្តនោះចាប់ផ្ដើមនៅពេលដែលពួកគេភ្ញាក់ពីគេងពួកគេមិនគួងទូរស័ព្ទទេពួកគេមិនចុចប៊ូតុងពន្យាពេលទេពួកគេមិនដើរលេងទំនេរក្នុងពេលព្រឹកនោះទេពួកគេធ្វើចលនាដោយមានមូលហេតុនោះហើយគឺជាចេតទស្សនៈដែលកែប្រែអ្វីៗគ្រប់យ៉ាងគោលបំណងផ្ដល់ភ្លើងនៃការចង់ធ្វើអ្វីមួយឲ្យអ្នកមានអារម្មណ៍វានៅពេលដែលអ្នកភ្ញាក់ពីគេងហើយដឹងថាអ្នកកំពុងតាមស្វែងរកអ្វីមួយអ្នកមិនត្រូវការលើកទឹកចិត្តទេនៅពេលដែលអ្នកមានមូលហេតុហើយនោះហើយគឺជាអ្វីដែលមនុស្សភាគច្រើនខ្វះខាតពួកគេរងចាំទៅហើយមានអារម្មណ៍ល្អមុនពេលពួកគេធ្វើអ្វីមួយប៉ុន្តែមនុស្សដែលមានគោលបំណងពួកគេមិនរងចាំទេពួកគេធ្វើសកម្មភាពហើយអារម្មណ៍ល្អនឹងមុខតាមក្រោយចឹងប្រសិនបើអ្នកទៅធ្វើអ្វីតាមក្រោយលុះហើយដោយគ្រាន់តែស្រឡាញ់ការដែលពួកគេមិនចូលចិត្តធ្វើអ្វីនៅពេលព្រឹកហើយអាងថាគេនឹងមិនធ្វើនោះឡើយអញ្ចឹងគឺជាប់ត្រឹមពេលមួយនេះហើយគោលបំណងធ្វើឲ្យអ្នកមានភ្លើងនៃចំណាប់អារម្មណ៍ចង់ធ្វើអ្វីមួយអ្នកមានអារម្មណ៍វានៅពេលដែលអ្នកភ្ញាក់ពីគេងហើយដឹងថាអ្នកកំពុងតាមស្វែងរកអ្វីមួយអ្នកមិនត្រូវការលើកទឹកចិត្តទេនៅពេលដែលអ្នកមានមូលហេតុ
ហើយនោះហើយគឺជាអ្វីដែលមនុស្សភាគច្រើនខ្វះខាតពួកគេរងចាំទៅឲ្យមានអារម្មណ៍ល្អមុនពេលពួកគេធ្វើអ្វីមួយប៉ុន្តែមនុស្សដែលមានគោលបំណងពួកគេមិនរងចាំទេពួកគេធ្វើសកម្មភាពឲ្យអារម្មណ៍ល្អនឹងមុខតាមក្រោយចឹងប្រសិនបើអ្នកនៅតែរងចាំទៅមានអារម្មណ៍ល្អមុនពេលដែលធ្វើអ្វីមួយទៀតអ្នកនឹងចាប់អារម្មណ៍បានថាវាជាការកាត់ពេលកាត់វេលាដ៏ល្អចឹងប្រសិនបើអ្នកនៅតែរងចាំទៅមានអារម្មណ៍ល្អមុនពេលដែលធ្វើអ្វីមួយទៀតអ្នកនឹងចាប់អារម្មណ៍បានថាវាជាការកាត់ពេលកាត់វេលាដ៏ល្អរាល់ថ្ងៃសួរខ្លួនឯងថាតើថ្ងៃនេះខ្ញុំកំពុងកសាងអ្វីមិនមែនអ្វីដែលនៅក្នុងបញ្ជីការងារនោះទេមិនមែនអ្វីដែលអ្នកមានអារម្មណ៍ចង់ធ្វើនោះទេតើអ្នកកំពុងកសាងអ្វីអ្នកកសាងទំនុកចិត្តដោយការរាប់ទពយទុនកំណងជាមួយខ្លួនឯងអ្នកកសាងកម្លាំងដោយការប្រឈមជាមួយអ្វីដែលអ្នកជៀសវាងអ្នកកសាងអនាគតដោយការធ្វើអ្វីមួយថ្ងៃនេះដែលខ្លួនអ្នកនៅពេលអនាគតនឹងថ្លែងអំណរគុណអ្នកទៅវាហើយនោះហើយគឺជាគោលបំណងក្នុងជីវិតពិតៗវាមិនមែនជាអារម្មណ៍ទេវាគឺជាការសម្រេចចិត្តដែលគាំទ្រដោយវិន័យប្រសិនបើអ្នកនៅបន្តភ្ញាក់ពីគេងដោយគ្មានផែនការអ្នកកំពុងរៀបចំខ្លួនដើម្បីឲ្យវគ្គវម៉ាត់នេះបានប្រព្រឹត្តទៅឡើងវិញនោះហើយគឺជាមូលហេតុដែលមនុស្សភាគច្រើនមានអារម្មណ៍ជាប់គាំងនោះហើយគឺជាមូលហេតុដែលពួកគេមានអារម្មណ៍ហត់នឿយវាមិនមែនដោយសារជីវិតមិនត្រឹមត្រូវនោះទេវាព្រោះតែពួកគេរស់នៅដោយគ្មានគោលបំណងមនុស្សភាគច្រើននៅតែកំពុងភ្ញាក់ពីគេងដោយគ្មានផែនការហើយនោះហើយជាមូលហេតុដែលពួកគេមានអារម្មណ៍ជាប់គាំងមិនពេលវេលាអ្នកអាចមានជីវិតដ៏ប្រសើរជាងនេះបានប្រសិនបើអ្នកចាប់ផ្ដើមកាន់កាពីលព្រឹករបស់អ្នកមិនមែននៅថ្ងៃណាមួយទេគឺថ្ងៃនេះឥឡូវនេះប្រសិនបើអ្នកផ្ដល់តម្លៃដល់ពេលវេលារបស់អ្នកតាមតម្លៃដែលវាត្រូវបានទទួលជីវិតទាំងមូលរបស់អ្នកនឹងចាប់ផ្ដើមផ្លាស់ប្ដូរគោលបំណងរបស់អ្នកមិនចាំបាច់ត្រូវតែជាបេសកកម្មដ៏អស្ចារ្យណាមួយនោះទេចាប់ផ្ដើមពីអ្វីដែលតូចចាប់ផ្ដើមពីអ្វីដែលជាការពិតប្រហែលជាការធ្វើឲ្យរាងកាយមានសុខភាពល្អប្រហែលជាការក្លាយជាមនុស្សមានវិន័យជាងមុនប្រហែលជាការកសាងអាជីវកម្មការកែតម្រង់ហិរញ្ញវត្ថុរបស់អ្នកឬការផ្លាស់ប្ដូររបៀបគិតរបស់អ្នកអ្វីក៏ដោយភ្ជាប់វាទៅនឹងសកម្មភាពប្រចាំថ្ងៃរបស់អ្នកធ្វើឲ្យវាសំខាន់នៅថ្ងៃនេះព្រោះប្រសិនបើវាមិនសំខាន់នៅថ្ងៃនេះទេវានឹងមិនសំខាន់តទៅសោះគំរូនៅក្នុងជីវិតដោយតែងតែរៀបចំខ្លួនដើម្បីចាប់ផ្ដើមនោះហើយជារបៀបដែលមនុស្សបំបត្តិពេលវេលារាប់រយឆ្នាំចាប់ផ្ដើមប្រពៃណីពេលវេលាដូចជាប្រាក់តែអ្នកនឹងផ្ដល់ឲ្យនៅដុល្លារចុងក្រោយរបស់អ្នកទៅឲ្យឯណាម្នាក់ដែលមិនបានរកបានវាដែរឬទេបើដូច្នេះហេតុអ្វីបានជាអ្នកផ្ដល់ឲ្យនៅម៉ោងចុងក្រោយរបស់អ្នកទៅឲ្យអ្វីដែលមិនជួយឲ្យអ្នករីកចម្រើនគិតអំពីរឿងនោះពេលវេលារបស់អ្នកគឺជារោគបយប័ណ្ណរបស់អ្នកចំណាយវាដោយប្រុងប្រយ័ត្នវិនិយោគវាទៅក្នុងទម្លាប់គំនិតនិងសកម្មភាពដែលនាំអ្នកទៅកាន់កន្លែងថ្មីរាល់ពេលដែលអ្នកប្រើពេលវេលារបស់អ្នកបានល្អអ្នកកសាងសន្ទុះហើយសន្ទុះនោះคล้ายជាវឌ្ឍនភាពហើយវឌ្ឍនភាពនោះកសាងទំនុកចិត្តហើយទំនុកចិត្តកសាងចិត្តទទួលសារថ្មីប៉ុន្តែអ្វីទាំងអស់ចាប់ផ្ដើមនៅពេលដែលអ្នកបញ្ឈប់ការបំបត្តិពេលវេលានៅពេលដែលអ្នកភ្ញាក់ពីគេងនៅថ្ងៃស្អែកគុំយកទូរស័ព្ទរបស់អ្នកគុំពិនិត្យមើលសាររបស់អ្នកអង្គុយនៅស្ងៀមរយៈពេល2នាទីដកដង្ហើមសួរខ្លួនឯងថាតើថ្ងៃនេះខ្ញុំត្រូវតែផ្ដោតលើអ្វីមិនមែនអ្វីដែលបន្ទាន់មិនមែនអ្វីដែលមនុស្សដទៃរំពឹងទុកនោះទេតើអ្វីដែលសំខាន់សម្រាប់អ្នកសំណួរតែមួយនោះអាចផ្លាស់ប្ដូរទិសដៅរបស់អ្នកបានសរសេរវាចុះកំណត់ការផ្ដោតអារម្មណ៍របស់អ្នកចាប់ផ្ដើមថ្ងៃដោយកម្លាំងមិនមែនដោយការឆ្លើយតបទៅនឹងអ្វីដែលកើតឡើងនោះហើយជារបៀបដែលអ្នកយកការគ្រប់គ្រងត្រឡប់មកវិញអ្នកនឹងមិនតែងតែមានអារម្មណ៍ថាចង់ធ្វើវានោះទេនោះជារឿងធម្មតាប៉ុន្តែវិន័យមិនមែនអំពីអារម្មណ៍របស់អ្នកនោះទេវាអំពីការធ្វើអ្វីដែលត្រឹមត្រូវទោះបីជាពេលដែលវាមិនស្រួលក៏ដោយហើយយូរទៅវានឹងក្លាយជាអ្នកផ្ទាល់ទម្លាប់របស់អ្នកកំណត់អត្តសញ្ញាណរបស់អ្នកអ្នកចង់ក្លាយជាមនុស្សដែលមានកម្លាំងដែរចាប់ផ្ដើមធ្វើដូច្នោះនៅពេលដែលគ្មានអ្នកណាមើលឃើញអ្នកចង់ក្លាយជាមនុស្សដែលមានការបដោតអារម្មណ៍ដែរបើដូច្នេះលុបបំបាត់ការរំខានហើយធ្វើអ្វីដែលត្រូវធ្វើវាចាប់ផ្ដើមពីអ្វីដែលតូចប៉ុន្តែវានឹងក្លាយជាអមតៈនៅពេលដែលអ្នកធ្វើវាឡើងវិញរាល់ថ្ងៃមនុស្សតែងតែយល់ពីភាពជោគជ័យដូចជាអត្ថបទណាមួយប៉ុន្តែវាមិនមែនដូច្នោះទេវាគ្រាន់តែជាភាពស៊ីសង្វាត់ឲ្យវិញជុំវិញទម្លាប់ដែលត្រឹមត្រូវប៉ុណ្ណោះការភ្ញាក់ពីគេងដោយមានមូលហេតុការយកទម្លាប់របស់អ្នកធ្វើជារឿងធំធេងគោរពខ្លួនឯងឲ្យបានគ្រប់គ្រាន់ដើម្បីបន្តមានវិន័យចប់ត្រឹមនេះវាមិនស្មុគស្មាញនោះទេប៉ុន្តែវាតម្រូវឲ្យមានការខិតខំប្រឹងប្រែងហើយនោះហើយជាមូលហេតុដែលពួកមនុស្សភាគច្រើនមិនផ្លាស់ប្ដូរពួកគេចង់បានផលបុណ្យដែលមិនមានវត្តៈប៉ុន្តែអ្នកមិនមែនជាមនុស្សភាគច្រើនទេអ្នកនៅទីនេះព្រោះអ្នកដឹងថាមានអ្វីដែលល្អជាងនេះទៀតអ្នកដឹងថាអ្នកបានបំបត្តិពេលវេលាគ្រប់គ្រាន់ហើយអ្នកបានពន្យាចេតនាគ្រប់គ្រាន់ហើយអ្នកបានហ៊ានខ្លួនឯងឲ្យឈប់រីកចម្រើនម្ដងហើយម្ដងទៀតហើយឥឡូវនេះដល់ពេលត្រូវឈប់ហើយភ្ញាក់ពីគេដែលមានមេសកកម្មធ្វើសកម្មភាពដែលមានអារម្មណ៍ថាវាសំខាន់ព្រោះវាពិតជាសំខាន់មែនមានមនុស្សដែលកំពុងពឹងពាក់ជាអ្នកទោះបីជាពួកគេមិនបាននិយាយក៏ដោយអនាគតរបស់អ្នកកំពុងពឹងពាក់ជាអ្នកហើយវានឹងប្រហាញតួពេលដែលអ្នកប្រហាញតួប៉ុណ្ណោះដូច្នេះនៅពេលព្រឹកស្អែកនេះផ្ដោតដល់ខ្លួនឯងនៅការចាប់ផ្ដើមថ្មីក្រៅពីគេងមុនគិតឲ្យបានច្បាស់ធ្វើចលនាដ៏មានគោលបំណងនិងចាប់ផ្ដើមកែតម្រង់ជីវិតរបស់អ្នកម្ដងមុនទម្លាប់ដំបូងគឺសាមញ្ញជាងគេទាំងអស់ភ្ញាក់ពីគេងដោយមានមូលហេតុហើយបញ្ឈប់ការបំបត្តិពេលវេលាធ្វើឲ្យបានត្រឹមត្រូវតែរឿងនេះម្ដង
ហើយអ្វីៗទាំងអស់នឹងចាប់ផ្ដើមធ្លាក់ចូលតាមទីតាំងរបស់វា ចំពោះទី2រៀបចំផែនការថ្ងៃរបស់អ្នកមុនពេលពិភពលោកធ្វើឲ្យអ្នករំខានរៀបចំផែនការថ្ងៃរបស់អ្នកមុនពេលពិភពលោកធ្វើឲ្យអ្នករំខាននេះគឺជាផែនការដ៏ល្អបំផុតមួយដែលអ្នកនឹងធ្វើសម្រាប់ការលូតលាស់សន្តិភាពនិងអនាគតរបស់អ្នកពីព្រោះនៅពេលដែលអ្នកចាប់ផ្ដើមថ្ងៃថ្មីអ្វីៗជុំវិញអ្នកត្រូវបានរចនាឡើងដើម្បីទាញអ្នករបាយចិត្តមនុស្សនឹងចង់បានពេលវេលារបស់អ្នកការជូនដំណឹងនឹងសុំយកចិត្តអ្នកចិត្តរបស់អ្នកនឹងចាប់ផ្ដើមលោតពីរឿងមួយទៅរឿងមួយហើយប្រសិនបើអ្នកមិនបានគ្រប់គ្រងថ្ងៃរបស់អ្នកត្រឹមត្រូវជាមុនសិនពិភពលោកនឹងយកវាពីអ្នកការពិតគឺមនុស្សភាគច្រើនរស់នៅក្នុងស្ថានភាពតបតពួកគេមិនសម្រេចចិត្តថាតើថ្ងៃរបស់ពួកគេនឹងមានរូបរាងយ៉ាងណានោះទេពួកគេឆ្លើយតបទៅនឹងអ្វីដែលកើតឡើងពួកគេបើកទូរស័ព្ទពិនិត្យអ៊ីមែលរំកិលសារហើយចាប់ផ្ដើមធ្វើតាមផែនការរបស់អ្នកដទៃហើយតើមានអ្វីកើតឡើងបន្ទាប់រឿងសំខាន់មិនបានធ្វើរួចនោះទេគោលដៅនៅតែជាគោលដៅភាពតានតឹងកើតឡើងចិត្តកាន់តែរញ៉េរញ៉ៃហើយពួកគេបញ្ចប់ថ្ងៃដោយឆ្ងល់ថាតើពេលវេលាបានទៅណាទៅអ្នកមិនអាចរស់នៅតាមរបៀបនោះបានទេមិនមែនទេប្រសិនបើអ្នកពិតជាសំខាន់នឹងពេលការផ្លាស់ប្ដូរជីវិតរបស់អ្នកមិនមែនទេប្រសិនបើអ្នកចង់ផ្លាស់ប្ដូរផ្នត់គំនិតគោលដៅការផ្ដោតអារម្មណ៍និងទម្លាប់របស់អ្នកពួកគេទាំងអស់អាស្រ័យលើរបៀបដែលអ្នកចាប់ផ្ដើមការរៀបចំផែនការថ្ងៃរបស់អ្នកគឺជារបៀបដែលអ្នកកំណត់សម្លេងវាជារបៀបដែលអ្នកនៅមជ្ឈសន្ធនវាជារបៀបដែលអ្នកធ្វើឲ្យបានត្រឹមត្រូវជាងគ្រាន់តែរវល់ពីព្រោះការរវល់មិនដូចគ្នានឹងផលិតភាពនោះទេអ្នកអាចរវល់ពេញមួយថ្ងៃតែនៅតែយឺតពេលតែបន្ទាប់ពីអ្នកមានគោលបំណងនៅពេលដែលអ្នករៀបចំសកម្មភាពរបស់អ្នកដើម្បីធ្វើឲ្យអ្នករីកលូតលាស់មុនពេលសម្លេងរំខានចាប់ដើមអ្នកត្រូវការស្ងាត់មិនមែនគ្រាន់តែស្ងាត់ក្នុងផ្លូវកាយនោះទេប៉ុន្តែភាពច្បាស់លាស់ផ្លូវចិត្តវាកើតឡើងនៅពេលដែលអ្នកយកពេលវេលានៅពេលព្រឹកដើម្បីសម្រេចចិត្តថាតើអ្វីដែលសំខាន់បំផុតអ្នកអង្គុយចុះអ្នកចាប់ចុះកំណត់ត្រាអ្នកសរសេរគោលដៅសំខាន់ចំនួន3របស់អ្នកថ្ងៃនេះអ្នកសម្រេចចិត្តលំដាប់អត្ថប្រយោគរបស់អ្នកគិតពេលវេលារបស់អ្នកធ្វើការឡាវិភាគសម្រាប់ការងារជ្រៅរបស់អ្នកបង្កើតចន្លោះសម្រាប់ការផ្ដោតអារម្មណ៍ហើយនៅពេលដែលអ្នកធ្វើដូច្នោះអ្នកបញ្ឈប់ការទុកជីវិតរបស់អ្នកឲ្យនៅលើចៃដន្យមនុស្សភាគច្រើនមិនដឹងពីប្រការនេះទេប៉ុន្តែការរៀបចំផែនការថ្ងៃរបស់អ្នកផ្ដល់ឲ្យអ្នកអំណាចវាផ្ដល់ឲ្យអ្នកការគ្រប់គ្រងនៅពេលដែលអ្នករៀបចំផែនការជាមុនអ្នកលុបបំបាត់ការទាយអ្នកមិនអង្គុយជុំវិញឆ្ងល់ថាតើត្រូវធ្វើអ្វីបន្តនោះទេអ្នកបានសម្រេចចិត្តរួចហើយនោះជាការភ័យខ្ញាំមុនមែនរវាងការរីកលូតលាស់និងការពន្យាពេលមនុស្សដែលធ្វើតាមអារម្មណ៍ជាធម្មតាខ្ចាស់យកវាប៉ុន្តែមនុស្សដែលរៀបចំផែនការគឺកសាងវាហើយនេះជារឿងមួយទៀតការរៀបចំផែនការថ្ងៃរបស់អ្នកកាត់បន្ថយភាពព្រួយបារម្ភចិត្តរបស់អ្នកនឹងមានអារម្មណ៍ត្រួតនៅពេលដែលអ្នកព្យាយាមទប់អ្វីច្រាំងពេលកំងខួរក្បាលរបស់អ្នកប៉ុន្តែនៅពេលដែលអ្នកយកពេល5ទៅ10នាទីនៅពេលព្រឹកដើម្បីដាក់វាឲ្យអស់ត្រូវធ្វើអ្វីនៅពេលដែលអ្នកកំពុងធ្វើអ្វីដែលអ្នកកំពុងផ្ដោតអារម្មណ៍អ្នកដោះលែងចិត្តរបស់អ្នកឲ្យគិតឲ្យបានច្បាស់អ្នកផ្ដល់ឲ្យខ្លួនឯងទិសដៅអ្នកបញ្ឈប់ការគិតច្រាំងពេកពីព្រោះឥឡូវនេះមានរចនាសម្ព័ន្ធនិងរចនាសម្ព័ន្ធនាំមកនូវភាពសន្តិភាពវាមិនចាំបាច់ស្មុគស្មាញនោះទេអ្នកមិនចាំបាច់ប្រព័ន្ធស្មុគស្មាញនឹង application 10នោះទេអ្វីដែលអ្នកត្រូវការគឺគោលបំណងអ្នកភ្ញាក់ឡើងអ្នកដកដង្ហើមហើយអ្នកសួរខ្លួនឯងថាតើអ្វីដែលត្រូវធ្វើសម្រាប់ថ្ងៃនេះដើម្បីធ្វើឲ្យអ្នកខិតខំគិតទៅរកនៅជីវិតដែលអ្នកចង់បាននោះជាសំណួរដែលកំណត់ស្តង់ដាររបស់អ្នកនោះជាសំណួរដែលលុបបំបាត់រំខានពីព្រោះតែពេលដែលអ្នកច្បាំងលាស់អំពីអ្វីដែលសំខាន់អ្នកនឹងបញ្ឈប់ការតាមដានអ្វីដែលមិនសំខាន់អ្នកឃើញហើយមនុស្សខ្ចាក់យកពេលវេលារាប់ម៉ោងដងពីព្រោះពួកគេមិនដែលឈប់សម្រាប់សម្រេចចិត្តថាតើអ្វីដែលសំខាន់បំផុតនោះទេពួកគេផ្លាក់ពីមួយទៅមួយឆ្លើយតបពីលិតរំកិលហើយនៅចុងថ្ងៃថាមពលរបស់ពួកគេបាត់បង់ប៉ុន្តែស្រមៃថាប្រសិនបើអ្នករៀបចំផែនការជាមុនស្រមៃថាការចាប់ផ្ដើមថ្ងៃដោយដឹងថាអ្វីគួរឲ្យគុំសម្ពាធនោះគឺជារបៀបដែលអ្នកធ្វើឲ្យមានការរីកចម្រើនអ្នកអាចខាត់គ្មានថានោះជារបៀបដែលអ្នកបញ្ចប់ថ្ងៃដោយមានមោទនភាពជំនុំពីសោកស្ដាយការរៀបចំផែនការក៏កសាងវិន័យផងដែរវាបង្រៀនអ្នកឲ្យតម្លៃពេលវេលារបស់អ្នកចាប់ផ្ដើមព្យាបាលម៉ោងរបស់អ្នកដោយការគោរពអ្នកបញ្ឈប់ការរងចាំសម្រាប់ការលើកទឹកចិត្តហើយចាប់ផ្ដើមពឹងផ្អែកលើរចនាសម្ព័ន្ធពីព្រោះនៅពេលអ្នករៀបចំផែនការជាមុនអ្នកមិនត្រូវការមានអារម្មណ៍ថាចង់ធ្វើវានោះទេអ្នកបានកំណត់ពេលវេលារួចហើយកាលវិភាគនោះคล้ายជាការបដិញ្ញាចិត្តរបស់អ្នកហើយនោះជាកលឹះការបដិញ្ញាចិត្តមិនមែនគ្រាន់តែចំពោះភារកិច្ចនោះទេប៉ុន្តែចំពោះការលូតលាស់អ្នកមិនអាចធំធាត់បានទេប្រសិនបើថ្ងៃរបស់អ្នកពោពេញទៅដោយសម្លេងរំខាននិងភាពច្របូកច្របល់អ្នកត្រូវការចន្លោះដើម្បីគិតអ្នកត្រូវការពេលវេលាដើម្បីអនុវត្តហើយវាចាប់ផ្ដើមដោយផែនការមួយអ្នកអង្គុយចុះមើលថ្ងៃរបស់អ្នកហើយសួរថាតើខ្ញុំនឹងដាក់ធម៌ពលរបស់ខ្ញុំនៅឯណាតើខ្ញុំកំពុងជៀសវាងអ្វីដែលត្រូវធ្វើឲ្យហើយតើខ្ញុំត្រូវតាមដានអ្នកណាតើការរំខានអ្វីខ្លះដែលខ្ញុំត្រូវកាត់ចេញសម្រាប់ថ្ងៃនេះទាំងនេះជាសំណួរដែលធ្វើឲ្យអ្នកមុតមមពួកគេការពារអ្នកមិនឲ្យអណ្ដែតពួកគេរក្សាគោលដៅរបស់អ្នកឲ្យរស់នេះជាការពិតមួយផ្សេងទៀតការរៀបចំផែនការថ្ងៃរបស់អ្នកជួយអ្នកកសាងទម្លាប់ដែលប្រសើរជាងមុនហេតុអ្វីពីព្រោះទម្លាប់មិនកើតឡើងគ្រាន់តែពីការធ្វើម្ដងនោះទេពួកគេបង្កើតឡើងពីភាពច្បាស់លាស់អ្នកតម្លងនឹងបន្តធ្វើតាមនៅពេលដែលអ្នកដឹងច្បាស់ថាតើអ្នកនឹងធ្វើអ្វីមួយនៅពេលណានិងរបៀបណាប្រសិនបើអ្នកនិយាយថាខ្ញុំចង់អានបន្ថែមប៉ុន្តែអ្នកមិនកំណត់ពេលវេលានោះទេអ្នកនឹងរំលងវាប៉ុន្តែប្រសិនបើអ្នកនិយាយថាខ្ញុំនឹងអានពីម៉ោង7ដល់7:30នាទីល្ងាចឥឡូវនេះពិតហើយអ្នកបានបង្កើតចន្លោះសម្រាប់វា
នោះជារបៀបដែលទម្លាប់ត្រូវបានដាក់ចូលកុំពឹងផ្អែកលើសមត្ថភាពពឹងផ្អែកលើរចនាសម្ព័ន្ធពឹងផ្អែកលើភាពច្បាស់លាស់ពីព្រោះនៅពេលដែលជីវិតមានភាពរញ៉េរញ៉ៃហើយវានឹងមានផែនការរបស់អ្នកគឺជាអ្វីដែលធ្វើឲ្យអ្នកមានស្ថិរភាពវាជាអ្វីដែលធ្វើឲ្យអ្នកបន្តរកឃើញវាជាអ្វីដែលជួយឲ្យអ្នកឈ្នះសួរបីតែនៅថ្ងៃដែលពិបាកប្រសិនបើអ្នកធ្វើការតែនៅពេលដែលអ្នកមានអារម្មណ៍ល្អអ្នកនឹងមិនទៅឆ្ងាយនោះទេប៉ុន្តែប្រសិនបើអ្នករៀបចំពេលវេលារបស់អ្នកនឹងទទួលបានលទ្ធផលទោះបីជាអ្នកមានអារម្មណ៍ចង់ធ្វើវាឬក៏អត់ក៏ដោយឥឡូវនេះខ្ញុំចង់ឲ្យអ្នកគិតអំពីរឿងនេះប្រសិនបើអ្នកមិនគ្រប់គ្រងពេលវេលារបស់អ្នកនោះនរណាម្នាក់ផ្សេងនឹងធ្វើហើយជាធម្មតាវាមិនមែនជានរណាម្នាក់ដែលមានផលប្រយោជន៍ល្អបំផុតរបស់អ្នកនោះទេនោះហើយជាមូលហេតុដែលអ្នកត្រូវយកកម្មសិទ្ធិចាប់ផ្ដើមពីដើមថ្ងៃគោលដៅរបស់អ្នកសុខភាពផ្លូវចិត្តរបស់អ្នកថាមពលរបស់អ្នកពួកគេទាំងអស់អាស្រ័យលើរបៀបដែលអ្នកចំណាយពេលវេលាហើយវាចាប់ផ្ដើមដោយផែនការមួយផ្នែកគំនិតរបស់អ្នកកាន់តែមុតមមនៅពេលដែលអ្នករៀបចំផែនការជាមុនទំនុកចិត្តរបស់អ្នកកើនឡើងពីព្រោះអ្នកបញ្ឈប់ការរស់នៅក្នុងភាពច្របូកច្របល់អ្នកបញ្ឈប់ការភ្លេចរឿងអ្នកបញ្ឈប់ការមានអារម្មណ៍ថាថ្ងៃនោះបានរត់គេចពីអ្នកហើយភាពស៊ីសងគ្នាអារម្មណ៍នៃការគ្រប់គ្រងនោះវាជួបជាអ្វីដែលកសាងអត្តសញ្ញាណថ្មីអ្នកចាប់ផ្ដើមមើលខ្លួនឯងខុសពីមុនមិនមែនជានរណាម្នាក់ដែលតែងតែនៅពីក្រោយទេប៉ុន្តែជានរណាម្នាក់ដែលគ្រប់គ្រងជានរណាម្នាក់ដែលគោរពពេលវេលារបស់ខ្លួនជានរណាម្នាក់ដែលបង្ហាញខ្លួនដោយមានការផ្ដោតអារម្មណ៍ហើយនោះជាអំណាចដ៏ធំធេងពីព្រោះនៅពេលដែលអ្នកផ្លាស់ប្ដូររបៀបដែលអ្នកចំណាយពេលវេលាអ្នកផ្លាស់ប្ដូររបៀបដែលអ្នករស់នៅហើយនៅពេលដែលអ្នកផ្លាស់ប្ដូររបៀបដែលអ្នករស់នៅលទ្ធផលរបស់អ្នកនឹងផ្លាស់ប្ដូរការរៀបចំផែនការថ្ងៃរបស់អ្នកអាចហាក់ដូចជារឿងតូចប៉ុន្តែវាប៉ះពាល់គ្រប់យ៉ាងវាប៉ះពាល់ដល់ការងាររបស់អ្នកវាប៉ះពាល់ដល់សុខភាពរបស់អ្នកវាប៉ះពាល់ដល់គោលដៅរបស់អ្នកវាប៉ះពាល់ដល់របៀបដែលអ្នកនិយាយជាមួយមនុស្សរបៀបដែលអ្នកព្យាបាលខ្លួនឯងរបៀបដែលអ្នកមានអារម្មណ៍នៅពេលដែលថ្ងៃបញ្ចប់វាមិនមែនជាទម្លាប់នោះទេវាគឺជាឫសកម្មដូច្នេះប្រសិនបើអ្នកចង់ផ្លាស់ប្ដូរផ្នត់គំនិតរបស់អ្នកសូមចាប់ផ្ដើមត្រង់នេះចាប់ផ្ដើមថ្ងៃស្អែកភ្ញាក់ឡើងហើយរៀបចំផែនការថ្ងៃរបស់អ្នកមុនពេលពិភពលោកមកដល់អ្នកអង្គុយជាមួយនឹងការគិតរបស់អ្នកសរសេរលំដាប់អាទិភាពរបស់អ្នកជ្រើសរើសការផ្ដោតសំខាន់របស់អ្នកបន្ទាប់មកចូលទៅក្នុងថ្ងៃរបស់អ្នកដោយមានកម្លាំងចូលដោយមានការគ្រប់គ្រងចូលដោយមានទិសដៅនោះជារបៀបដែលអ្នកបញ្ឈប់ការរស់រានជីវិតរបស់ថ្ងៃហើយចាប់ផ្ដើមកសាងជីវិតរបស់អ្នកមួយផែនការច្បាស់លាស់ម្ដងជំពូកទី3និយាយជាមួយខ្លួនឯងដូចជាអ្នកដែលអ្នកគោរពនិយាយជាមួយខ្លួនឯងដូចជាអ្នកដែលអ្នកគោរពការផ្លាស់ប្ដូរត្រឹមតែមួយនេះអាចផ្លាស់ប្ដូររបៀបដែលអ្នករស់របៀបដែលអ្នកគិតនិងរបៀបដែលអ្នកបង្ហាញខ្លួនក្នុងពិភពលោកនេះរាល់ថ្ងៃយើងមានការសន្ទនាបន្តគ្នានៅក្នុងគំនិតរបស់យើងភ្ញាក់ឡើងហើយចាប់ផ្ដើមនិយាយជាមួយខ្លួនឯងយើងកាត់សេចក្តីយើងប្រៀបធៀបយើងរិះគន់យើងសួរសំណួរអំពីតម្លៃរបស់យើងហើយមនុស្សភាគច្រើនមិនទាំងដឹងផងថាសម្លេងនោះបានคล้ายទៅជាវិញ្ញាណអន្តរាយប៉ុណ្ណាឡើយវាដឹងស្គាល់ហើយប៉ុន្តែវាច្រើនតែក្រោតក្រាតអត់ធ្មត់និងអវិជ្ជមានការពិតគឺប្រសិនបាននរណាម្នាក់និយាយជាមួយយើងដោយរបៀបដែលយើងនិយាយជាមួយខ្លួនឯងយើងនឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយពួកគេភ្លាមប៉ុន្តែយើងបន្តស្ដាប់សំឡេងខាងក្នុងនោះពីព្រោះយើងមិនដែលរៀននិយាយជាមួយខ្លួនឯងដោយការគោរពដូចគ្នាដែលយើងបង្ហាញចំពោះអ្នកដទៃនោះទេប្រសិនបើអ្នកចង់កែប្រែគំនិតរបស់អ្នកត្រូវតែចាប់ផ្ដើមដោយការផ្លាស់ប្ដូរភាសាខាងក្នុងរបស់អ្នកមិនអាចកសាងទំនុកចិត្តដោយការបំផ្លាញខ្លួនឯងបានទេអ្នកមិនអាចរីកលូនឡើងដោយបំពាក់គំនិតរបស់អ្នកដោយការសង្ស័យបានទេអ្នកមិនអាចបង្កើតជីវិតដែលល្អប្រសើរជាងមុនបានទេប្រសិនបើអ្នកបន្តនិយាយទៅកាន់ខ្លួនឯងថាអ្នកមិនល្អគ្រប់គ្រាន់ក្នុងការសាងវាឡើយរបៀបដែលអ្នកនិយាយជាមួយខ្លួនឯងคล้ายជារបៀបដែលអ្នកមើលឃើញខ្លួនឯងហើយរបៀបដែលអ្នកមើលឃើញខ្លួនឯងគ្រប់គ្រងអ្វីដែលអ្នករំពឹងទុកពីជីវិតចាប់ផ្ដើមយកចិត្តទុកដាក់លើពាក្យសម្ដីដែលអ្នកប្រើនៅពេលដែលអ្នកគិតអំពីខ្លួនឯងតើអ្នកនឹងនិយាយពាក្យទាំងនោះដូចគ្នាទៅកាន់មិត្តដែលអ្នកគោរពទេតើអ្នកនឹងប្រាប់នរណាម្នាក់ដែលអ្នកខ្វល់ថាពួកគេខ្ជិលគ្មានតម្លៃឬមិនល្អគ្រប់គ្រាន់ទេតើអ្នកនឹងរមួលភ្នែកនៅពេលពួកគេព្យាយាមអ្វីមួយថ្មីឬធ្វើខុសទេពិតណាស់មិនអញ្ចឹងទេដូច្នេះហេតុអ្វីបានជាអ្នកធ្វើវាទៅលើខ្លួនឯងទម្លាប់នោះត្រូវតែបញ្ចប់វាមិនអាចជួយអ្នកបានទេវារារាំងអ្នកវាធ្វើឲ្យអ្នកលេងតូចហើយវាคล้ายទៅជាអត្តសញ្ញាណរបស់អ្នកប្រសិនបើអ្នកមិនកែវាការគោរពខ្លួនឯងក្នុងគំនិតមិនមែនអំពីអវិហិង្សាឡើយវាមិនមែនអំពីការបោកប្រាស់ថាអ្នកគ្មានទោសពិតឡើយវាអំពីការផ្ដល់ការប្រាស្រ័យប្រណីធីបអត់ធ្មត់និងការលើកទឹកចិត្តដូចគ្នាដែលអ្នកផ្ដល់ដល់អ្នកដទៃអ្នកបានធ្វើខុសមនុស្សគ្រប់គ្នាក៏ដែរអ្នកបានបរាជ័យក្នុងរឿងមួយចំនួនមនុស្សគ្រប់គ្នាក៏ដែរប៉ុន្តែអ្នកនៅទីនេះអ្នកនៅតែកំពុងព្យាយាមវាសំខាន់វាសក្តានុពលនឹងទទួលបានការគោរពវាសក្តានុពលនឹងទទួលបានពាក្យសម្ដីដែលល្អប្រសើរជាងនេះក្នុងគំនិតរបស់អ្នកនៅពេលដែលអ្នកនិយាយជាមួយខ្លួនឯងដូចជាអ្នកដែលអ្នកគោរពទឹកមុខរបស់អ្នកនឹងផ្លាស់ប្ដូរការសម្រេចចិត្តរបស់អ្នកคล้ายជាហ៊ានខ្លាំងឡើងអ្នកចាប់ផ្ដើមជឿថាអ្នកអាចផ្លាស់ប្ដូរ
អ្នកឈប់ពេញចិត្តជាមួយនឹងអ្វីដែលតិចតួចអ្នកឈប់អត់ធ្មត់ជាមួយនឹងអ្វីដែលធ្វើឲ្យអ្នកវេទនាអ្នកចាប់ផ្ដើមជឿរឿងអ្វីដែលកសាងអ្នកមិនមែនអ្វីដែលបំផ្លាញអ្នកនោះទេហើយអស់នោះទាំងអស់ចាប់ផ្ដើមដោយការផ្លាស់ប្ដូរត្រឹមតែមួយគត់សំឡេងខាងក្នុងរបស់អ្នកវាងាយស្រួលនឹងអនុញ្ញាតឲ្យការនិយាយជាមួយខ្លួនឯងវិលវល់ខ្លាំងពេកកំហុសតូចមួយប្រែទៅជាខ្ញុំតែងតែធ្វើអ្វីរញ៉េរញ៉ៃគោលដៅដែលបាត់មួយប្រែទៅជារឿងដែលខ្ញុំមិនដែលបន្តរហូតពាក្យបែបនោះសម្រាប់ការរីកចម្រើនវាប្រែការរារាំងរយៈពេលខ្លីទៅជាអត្តសញ្ញាណរយៈពេលវែងហើយមុននឹងអ្នកដឹងខ្លួនអ្នកកំពុងពាក់អាម៉ោះដែលមិនមែនរបស់អ្នកឡើយការគោរពមានន័យថាត្រង់ប៉ុន្តែក៏យុត្តិធម៌ផងអ្នកអាចទទួលស្គាល់ថាអ្នកខកឯណាដោយមិនហៅខ្លួនឯងថាជាអ្នកបរាជ័យឡើយអ្នកអាចចង់កែលម្អខ្លួនឯងដោយមិនគិតថាអ្នកខូចខាតឡើយគំនិតរបស់អ្នកស្ដាប់អ្វីៗទាំងអស់ដែលអ្នកនិយាយសូម្បីតែអ្នកលេងសើចក៏ដោយនៅពេលដែលអ្នកហៅខ្លួនឯងថាខ្ជិលគំនិតរបស់អ្នកក៏សម្គាល់នៅពេលដែលអ្នកនិយាយថាអ្នកមិនឆ្លាតគ្រប់គ្រាន់គំនិតរបស់អ្នកចាប់ផ្ដើមជឿវាថាការពិតហើយនៅពេលដែលជំនឿត្រូវបានធ្វើដំណើរម្ដងហើយម្ដងទៀតវាคล้ายទៅជាបាត់អបញ្ជាហើយដូច្នេះនេះហើយជាមូលហេតុដែលសម្លេងខាងក្នុងរបស់អ្នកមានសារៈសំខាន់យ៉ាងខ្លាំងណាស់អ្នកមិនចាំបាច់ត្រូវតែរៀនធ្វើឲ្យខ្លួនឯងរីករាយហួសហេតុពេកឬគេល្បាយនោះទេអ្នកត្រឹមតែប្រឈមមុខនឹងការពិតហើយក៏សាងខ្លួនឯងបានប៉ុណ្ណោះហើយអ្នកចាប់ផ្ដើមចាក់ថតគំនិតអវិជ្ជមានដោយស្វ័យប្រវត្តិទាំងអស់នេះអ្នកមិនអនុញ្ញាតឲ្យពួកវាដំណើរការដោយគ្មានការត្រាស់ត្រួតឡើយនៅពេលដែលអ្នកស្ដាប់ខ្លួនឯងប្រាប់ខ្លួនឯងថាខ្ញុំមិនពូកែរឿងនេះទេហើយក៏ប្រាប់ខ្លួនឯងថាខ្ញុំនៅតែកំពុងរៀនរឿងនេះខ្ញុំនឹងធ្វើឲ្យវាល្អទៅទៀតនៅពេលដែលអ្នកមានអារម្មណ៍ថាអ្នកមិនទប់ទល់នឹងរឿងមួយនេះបានឡើយបដូរគំនិតរបស់អ្នកទៅជារឿងនេះវាពិតជាលំបាកប៉ុន្តែខ្ញុំបានជួបលំបាកជាមុនមកហើយនោះមិនមែនការលេងសើចទេនោះជាការផឹកហាត់ខាងផ្លូវចិត្តនោះជារបៀបដែលអ្នកកែថងរបៀបគិតរបស់អ្នកសូមគិតពីរបៀបដែលអ្នកនិយាយទៅកាន់កុមារដែលកំពុងរៀនអ្នកមិនស្រែកស្រង់ទេពេលគេដួលទេអ្នកមិនប្រម៉ៅគេពេលណាពួកគេមិនយល់អ្វីមួយភ្លាមឡើយអ្នកបង្ហាញពួកគេអ្នកលើកទឹកចិត្តពួកគេអ្នកប្រាស់ពួកគេថាសាក់លបងម្ដងទៀតអ្នករំលឹកពួកគេថាអ្នកកំពុងធ្វើបានល្អណាស់ចូលបន្តទៀតទៅហើយឥឡូវសួរខ្លួនឯងថាតើពេលណាចុងក្រោយដែលអ្នកបាននិយាយពាក្យទាំងនោះទៅកាន់ខ្លួនឯងខ្លះរាល់ពេលដែលអ្នកបំផ្លាញខ្លួនឯងអ្នកពង្រឹងជំនឿថាអ្នកមិនគ្រប់គ្រាន់ពិតមែនប៉ុន្តែរាល់ពេលដែលអ្នកលើកទឹកចិត្តខ្លួនឯងដោយការគោរពនិងការលើកទឹកចិត្តអ្នកពង្រឹងការពិតថាការលូតលាស់គឺអាចធ្វើទៅបានហើយការពិតនោះនឹងអូសទាញអ្នកឆ្លងកាត់ពេលវេលាដ៏លំបាកបំផុតនៃជីវិតរបស់អ្នកការនិយាយជាមួយខ្លួនឯងដោយគោរពក៏កសាងស្មារតីដ៏រឹងមាំផងដែរអ្នកនឹងត្រូវការវានៅពេលដែលអ្វីៗคล้ายទៅជាលំបាកមុនពេលឃ្លីងចាក់ចេញពីក្រុមខ្ញុំបានឃើញដោយភ្នែកផ្ទាល់របស់ខ្ញុំនៅការពិតជាច្រើនអ្នកនឹងត្រូវការវានៅពេលដែលមនុស្សសង្ស័យអ្នកនៅពេលដែលលទ្ធផលយឺតនៅពេលដែលការភ័យខ្លាចបង្ហាញខ្លួនប្រសិនបើគំនិតរបស់អ្នកបែរជាប្រឆាំងនឹងអ្នកនៅក្នុងពេលវេលាទាំងនោះអ្នកនឹងបោះបង់ប៉ុន្តែប្រសិនបើសម្លេងខាងក្នុងរបស់អ្នកមានស្ថិរភាពស្ងប់ស្ងាត់និងច្បាស់លាស់អ្នកនឹងនៅតែបន្តទៅមុខអ្នកនឹងរំលឹកខ្លួនឯងអំពីមូលហេតុដែលអ្នកបានចាប់ផ្ដើមអ្នកនឹងប្រាប់ខ្លួនឯងថារឿងនេះសាក់ដាសមកម្លាំងខាងក្នុងលោកខ្លាយជាខៀនហើយវាត្រូវបានកសាងឡើងដោយពាក្យសម្ដីមួយមុខមួយគំនិតមួយមុខមួយមនុស្សខ្លះជឿថាការធ្វើឲ្យខ្លួនឯងរឹងពឹងធ្វើឲ្យពួកគេមានវិន័យប៉ុន្តែមានភាពខុសគ្នារវាងវិន័យនិងការមិនគោរពវិន័យគឺនិយាយថាខ្ញុំរំពឹងទុកច្រើនពីខ្លួនឯងពីព្រោះខ្ញុំដឹងថាខ្ញុំមានសមត្ថភាពអ្វីការមិនគោរពគឺនិយាយថាខ្ញុំមិនល្អគ្រប់គ្រាន់ដូច្នេះខ្ញុំនឹងមិនជោគជ័យឡើយមួយលើកទឹកចិត្តអ្នកមួយទៀតធ្វើឲ្យអ្នកអស់កម្លាំងប្រសិនបើអ្នកចង់ឲ្យមានភាពស៊ូទ្រាំនិងភាពធន់អ្នកត្រូវការវិន័យដោយគ្មានការរំលោភបំពានអ្នកត្រូវការជំរុញខ្លួនឯងដោយការគោរពចាប់ផ្ដើមខ្លាយទៅជាសម្លេងដែលអ្នកចង់បាននៅពេលដែលអ្នកកំពុងតស៊ូនិយាយជាមួយខ្លួនឯងដូចជាអ្នកដែលចង់ធំធាត់មិនមែនជាអ្នកដែលហាក់បីដូចជាត្រូវធ្វើកំហុសដដែលនោះទេរំលឹកខ្លួនឯងអំពីការរីកចម្រើនដែលអ្នកបានធ្វើនិយាយអំពីគោលដៅរបស់អ្នកដូចជាពួកវាសំខាន់អបអរសាទរជំទាស់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកមិនមែនត្រឹមតែលទ្ធផលរបស់អ្នកនោះទេនោះហើយជារបៀបដែលអ្នកកសាងទំនុកចិត្តជាមួយខ្លួនឯងហើយទំនុកចិត្តខ្លួនឯងគឺជាអ្វីដែលនាំទៅរកទំនុកចិត្តពិតប្រាកដទំនុកចិត្តមិនមកពីសមត្ថភាពនោះទេវាមកពីទំនាក់ទំនងដែលអ្នកមានជាមួយខ្លួនឯងប្រសិនបើអ្នកនិយាយដោយការលើកទឹកចិត្តភាពត្រង់និងភាពអត់ធ្មត់អ្នកនឹងក្លាយទៅជាអ្នកគ្រប់គ្រងរបស់អ្នកផ្ទាល់ហើយនៅពេលដែលអ្នកមានការគ្រប់គ្រងតខ្លួនអ្នកនឹងឈប់ត្រូវការយល់ព្រមច្រើនពីពិភពលោកអ្នកឈប់តាមដានការលើកតម្កើងអ្នកឈប់ខ្លាចការកាត់សេចក្តីអ្នកចាប់ផ្ដើមដំណើរតាមរយៈជីវិតដោយមានអំណាចស្ងប់ស្ងាត់ពីព្រោះឯនៅកងចម្រៃអ្នកដឹងថាអ្នកមានក្នុងរបស់អ្នកផ្ទាល់អ្នកនឹងមិនទទួលបានអ្វីៗទាំងអស់ត្រឹមត្រូវនោះទេអ្នកនឹងមានថ្ងៃដែលអ្នកធ្លាក់ចុះអ្នកនឹងមានពេលវេលាដែលគំនិតអវិជ្ជមានចូលមកនោះជារឿងធម្មតា
ប៉ុន្តែអ្វីដែលសំខាន់គឺរបៀបដែលអ្នកឆ្លើយតបតើអ្នកនឹងនៅជាប់នៅក្នុងគំនិតនោះឬអ្នកនឹងឈប់កែកំហុសគំនិតនិងជំនួសវាដោយអ្វីមួយដែលរឹងមាំជាងនោះរាល់ការកែតម្រូវគឺជាជំហានមួយទៅមុខរាល់ពាក្យសម្ដីដែលសប្បុរសគឺជាបេតិភិនហើយយូរទៅគំរូឲ្យចាត់និងបាត់បង់កម្លាំងកាន់ក្បាលរបស់វាដូច្នេះពិនិត្យមើលសំឡេងនៅពេលដែលអ្នកនិយាយជាមួយខ្លួនឯងសម្គាល់ភាសាសម្គាល់ធម៌ពលចាប់ផ្ដើមកសាងទម្លាប់ថ្មីនៃការនិយាយដោយគោរពនិយាយដូចជានរណាម្នាក់ដែលចង់ឲ្យអ្នកឈ្នះនិយាយដូចជានរណាម្នាក់ដែលជឿលើសក្តានុពលរបស់អ្នកនិយាយដូចជានរណាម្នាក់ដែលដឹងថាអ្នកមានការងារត្រូវធ្វើប៉ុន្តែក៏ដឹងថាអ្នកមានសមត្ថភាពធ្វើវាដែរអ្នកនៅជាមួយខ្លួនឯងរាល់ពេលវេលានៃជីវិតរបស់អ្នកស្ដាប់រាល់ពាក្យសម្ដីដែលអ្នកនិយាយនៅក្នុងប្រកាសថាពាក្យសម្ដីនោះរុញអ្នកទៅមុខមិនមែនពាអ្នកត្រឡប់វិញនោះទេអ្នកមិនចាំបាច់មិនឲ្យទូទេអ្នកត្រូវការពិតហើយការពិតមានន័យថាការប្រព្រឹត្តទៅកាន់ខ្លួនឯងដោយភាពថ្លែងថ្នូរសូម្បីតែក្នុងការតស៊ូផងដែរនោះហើយជាការផ្លាស់ប្ដូរដែលកែប្រែគំនិតរបស់អ្នកនោះជាទម្លាប់ដែលបំបែកអ្នកពីមនុស្សដែលអ្នកធ្លាប់ជាអ្នកបានចំណាយពេលវេលាគ្រប់គ្រាន់ក្នុងការស្ដាប់សំឡេងសង្ស័យហើយវាដល់ពេលវេលាដែលអ្នកត្រូវកសាងអ្វីមួយឲ្យល្អប្រសើរជាងនេះមួយពាក្យម្ដងមួយគំនិតម្ដងមួយសម្រេចចិត្តម្ដងនិយាយជាមួយខ្លួនឯងដូចជាអ្នកដែលអ្នកគោរពហើយអ្នកនឹងក្លាយទៅជាអ្នកដែលអ្នកគោរពនោះហើយជាកន្លែងដែលប្រលឹងការផ្លាស់ប្ដូរកាត់ឡើងចំពោះទី4សូមចាប់ផ្ដើមធ្វើភ្លាមពេលដែលចិត្តអ្នកនិយាយពន្យាពេលម្ដងទៀតសូមចាប់ផ្ដើមធ្វើតាមពេលដែលចិត្តអ្នកនិយាយពន្យាពេលម្ដងទៀតពេលវេលានោះគឺពេលដែលគំនិតរបស់អ្នកចាប់ផ្ដើមធ្វើឲ្យអ្នកជឿថាគូរងចាំពន្យាពេលឬគិតពីវានៅពេលក្រោយពេលវេលានោះហើយគឺជាចំណុចបដូរត្រឡប់ដែលអនាគតរបស់អ្នកត្រូវបានកំណត់មិនមែនថ្ងៃស្អែកមិនមែនសប្តាហ៍ក្រោយនោះទេគឺនៅពេលនោះផ្ទាល់នៅពេលដែលគំនិតមួកាត់ឡានហើយចិត្តអ្នកប្រឆាំងការប្រឆាំងនោះគឺជាជញ្ជាំងដែលខណ្ឌចែករវាងអ្នកនៅពេលបច្ចុប្បន្ននិងអ្នកនៅពេលអនាគតហើយមនុស្សភាគច្រើនចាញ់ប្រយុទ្ធនៅពេលនោះមិនមែនដោយសារតែពួកគេខ្សោយនោះទេប៉ុន្តែដោយសារតែពួកគេជឿលើការពន្យាពេលពួកគេទុកចិត្តលើសម្លេងនោះដែលនិយាយថាមិនមែនពេលនេះទេហើយពួកគេមិនទាំងដឹងផងថាសម្លេងនោះហើយជាអ្វីដែលកំពុងធ្វើឲ្យពួកគេជាប់គាំងការពន្យាពេលមិនតែងតែមើលទៅដូចជាការភ័យខ្លាចនោះទេពេលខ្លះវាបង្ហាញខ្លួនក្នុងរូបរាងដូចជាហេតុផលthángនេះខ្ញុំហត់ណាស់ថ្ងៃស្អែកខ្ញុំនឹងត្រៀមខ្លួនបានប្រសើរជាងនេះមិនមែនជាពេលវេលាសមរម្យនោះទេសូមឲ្យខ្ញុំសម្រាប់បន្តិចសិនសំឡេងនោះគឺសមហេតុផលវាថែមទាំងមានអារម្មណ៍ថាការពារអ្នកទៀតផងប៉ុន្តែការពិតវាគឺជាទម្លាប់នៃការរងចាំហើយប្រសិនបើអ្នកមិនប្រឈមមុខនឹងទម្លាប់នោះទេវានឹងកាន់តែខ្លាំងឡើងអ្នកពន្យាពេលយូរប៉ុណ្ណាវាកាន់តែខ្លាយជាផ្នែកមួយនៃទម្លាប់របស់អ្នកប៉ុណ្ណោះហើយទីបំផុតអ្នកឈប់ទុកចិត្តលើខ្លួនឯងក្នុងការធ្វើតាមអ្វីដែលបានកំណត់អ្នកមិនអាចកសាងអ្វីក្នុងភាពរងចាំបានឡើយអ្នកមិនអាចអភិវឌ្ឍក្នុងភាពកិច្ចវេះបានឡើយអ្នកមិនអាចក្លាយទៅជាខ្លួនអ្នកដែលល្អបំផុតខណៈដែលតែងតែពន្យាពេលការងារនោះទេនេះហើយជាមូលហេតុដែលទម្លាប់នៃការចាប់ផ្ដើមធ្វើតាមពេលដែលចិត្តអ្នកនិយាយពន្យាពេលគឺជាការរីកចម្រើនវាមិនមែនអំពីការលើកទឹកចិត្តនោះទេគឺអំពីការឆ្លើយតបវិនាទីដំបូងនៅពេលដែលខួរក្បាលអ្នកនិយាយថាឈប់សិននោះហើយជាពេលដែលអ្នកត្រូវការរំកិលទៅមុខមិនមែនដោយសារតែអ្នកមានអារម្មណ៍ចង់ធ្វើនោះទេប៉ុន្តែដោយសារតែអ្នកបានសម្រេចចិត្តក្លាយទៅជាមនុស្សដែលធ្វើតាមអ្វីដែលបានកំណត់បញ្ហាពិតប្រាកដគឺស្ថិតនៅក្នុងខ្លួនឯងអ្នកដឹងថាអ្នកត្រូវធ្វើអ្វីអ្នកបានគិតពីវាអ្នកបានរៀបចំផែនការរួចរាល់ប៉ុន្តែនៅពេលដែលពេលវេលាមកដល់អ្នកចាប់ផ្ដើមចរចានោះហើយជាអន្ទាក់ចិត្តនឹងព្យាយាមរកផ្លូវគេចវេះពីភាពមិនស្រួលខ្លួនហើយអ្នកត្រូវតែឆាប់ជាងហេតុផលដែលអ្នកនឹងលើកឡើងវងកាលគឺឈោកណាស់គ្រាន់តែប៉ុន្មានវិនាទីប៉ុណ្ណោះពេលខ្លះទោះបីជាអ្នកធ្វើឬមិនធ្វើចិត្តនឹងគ្រប់គ្រាន់ហើយទាញអ្នកត្រឡប់ទៅកាន់ការពន្យាពេលវិញហើយនេះគឺជាការពិតរាល់ពេលដែលអ្នកធ្វើនៅពេលដែលអ្នកមិនមានអារម្មណ៍ចង់ធ្វើអ្នកកសាងវិន័យអ្នកផ្ញើសារទៅកាន់ខួរក្បាលថាឥឡូវនេះអ្នកគឺជាអ្នកគ្រប់គ្រងអ្នកមិនត្រូវការលក្ខខណ្ឌដ៏អត់កម្រនោះទេអ្នកមិនត្រូវការធម៌ពលពេញលេញអ្នកមិនត្រូវការពេលវេលាថែមទៀតនោះទេអ្នកគ្រាន់តែត្រូវការចាប់ផ្ដើមប៉ុណ្ណោះការសម្រេចចិត្តតែមួយនោះបង្កើតជាធម៌ពលហើយធម៌ពលនោះគឺអ្នកឥទ្ធិពលខ្លាំងពិតប្រាកដនៅពេលដែលអ្នកចាប់ផ្ដើមអ្វីចាប់ផ្ដើមផ្លាស់ប្ដូរធម៌ពលបង្ហាញខ្លួនភាពច្បាស់លាស់ត្រឡប់មកវិញភារកិច្ចដែលអ្នកកំពុងកិច្ចវេះលែងមានអារម្មណ៍ថាធ្ងន់ដោយមុនហើយផ្នែកដែលពិបាកជាងគេគឺការចាប់ផ្ដើមសូមគិតពីរឿងជាច្រើននៅក្នុងជីវិតរបស់អ្នកដែលអាចបានបញ្ចប់រួចហើយប្រសិនបើអ្នកចាប់ផ្ដើមវានៅពេលដែលត្រូវធ្វើការសន្ទនាដែលអ្នកពន្យាពេល it at short ភារកិច្ចដែលអ្នកនិយាយថានឹងធ្វើគោលដៅដែលអ្នកបានសន្យាខ្លួនឯងថានឹងខិតខំធ្វើការងារអស់ពីពេលវេលាមកនេះហើយវាមិនទាន់បានធ្វើដោយសារតែខ្វះចំណេះដឹងនោះទេវាមិនទាន់បានធ្វើដោយសារតែខ្វះពេលវេលានោះទេវាកំពុងតែរងចាំដោយសារតែការពន្យាពេលទម្លាប់នៃការពន្យាពេលលួចយកសុបិនច្រើនជាងការបរាជ័យទៅទៀតអ្នកពន្យាពេលយូរប៉ុណ្ណាអ្វីកាន់តែមានអារម្មណ៍ធ្ងន់ការងារសាមញ្ញចាប់ផ្ដើមមានអារម្មណ៍ថាជាបន្ទុកហើយការងាររយៈពេល1ម៉ោងคล้ายទៅជាទម្ងន់ផ្លូវចិត្តហើយយូរទៅទម្ងន់នោះคล้ายទៅជាការមានទោសគ្នាអ្នកចាប់ផ្ដើមគិតថាហេតុអ្វីបានជាខ្លួនមិនអាចធ្វើវាបានប៉ុន្តែវាមិនមែនអំពីសមត្ថភាពរបស់អ្នកនោះទេគឺអំពីគំរូឥរិយាបថរបស់អ្នកខួរក្បាលរបស់អ្នកទៅយល់ស្របនឹងភាពស្រួលខ្លួន
វាបានកសាងផ្លូវមួយដែលនិយាយថាប្រសិនបើវាមិនស្រួលខ្លួនទេត្រូវកិច្ចវេវាប៉ុន្តែអ្នកមិនមកទីនេះដើម្បីនៅក្នុងភាពស្រួលខ្លួននោះទេអ្នកមកទីនេះដើម្បីអភិវឌ្ឍហើយអភិវឌ្ឍគឺកើតមានឡើងតែនៅពេលដែលមានការសម្រេចចិត្តអ្នកមិនមានអារម្មណ៍ថាត្រៀមខ្លួនរួចហើយនោះទេសូមឈប់រងចាំភាពនោះការរីកចម្រើនភាគច្រើនកើតឡើងនៅពេលដែលអ្នករំកិលទៅមុខទោះបីជាមានអារម្មណ៍នោះក៏ដោយចិត្តចង់បានសុវត្ថិភាពព្រមលែងចង់បានការពង្រឹងហើយពួកគេច្រើនតែមិនយល់ស្របគ្នានោះហើយជាមូលហេតុដែលអ្នកមានអារម្មណ៍ថាមានជំនឿផ្ទាល់ខ្លួនប៉ុន្តែរាល់ពេលដែលអ្នកជ្រើសរើសចលនាជាងការពន្យាពេលអ្នកកសាងខ្លួនឯងដែលខ្លាំងឡើងអ្នកក្លាយទៅជាមនុស្សដែលអ្នកអាចទុកចិត្តបានមនុស្សដែលមិនងាយនឹងត្រូវគេគ្រប់គ្រងដោយសារតែភាពរងចាំមានអនុភាពនៅក្នុងការធ្វើរឿងតូចៗភ្លាមៗការភ័យពីគេងនៅពេលនាឡិការោការឆ្លើយអ៊ីមែលដែលអ្នកកំពុងកិច្ចវេះការចាប់ផ្ដើមលេងការ៉ាតេបើកសៀវភៅអង្គុយធ្វើការរឿងទាំងនេះមើលទៅដូចជាមិនសំខាន់នោះទេប៉ុន្តែពិតជាសំខាន់ណាស់ពួកគេផតតាំងថាអ្នកកំពុងខ្លាចជាមនុស្សដែលធ្វើតាមអ្វីដែលបានកំណត់ហើយភាពស៊ីសង្វាក់គ្នានោះនឹងផ្លាស់ប្ដូរអត្តសញ្ញាណរបស់អ្នកនឹងពេលដែលអ្នកសម្រេចចិត្តទោះបីជាមានការប្រឆាំងការគោរពខ្លួនឯងរបស់អ្នកកើនឡើងអ្នកឈប់មើលខ្លួនឯងថាជាមនុស្សដែលលះបង់អ្នកចាប់ផ្ដើមមើលខ្លួនឯងថាជាមនុស្សដែលធ្វើរួចការដាក់ខ្លួនឯងក្នុងកម្រិតខ្ពស់នោះគឺជាអ្វីដែលជំរុញឲ្យមានការផ្លាស់ប្ដូរគ្រោងរង្វេងអ្នកអាចគោរពខ្លួនឯងបានតែនៅពេលដែលអ្នករស់នៅតាមរបៀបដែលសមប់គោលដៅរបស់អ្នកហើយនោះមានន័យថាការមិនប្រគល់ខ្លួនឯងឲ្យស្របតាមការពន្យាពេលនៅពេលដែលអ្នកបានសន្យាខ្លួនឯងថានឹងរីកចម្រើនវាមិនមែនអំពីល្បឿននោះទេវាអំពីគោលបំណងអ្នកមិនត្រូវការធ្វើអ្វីៗទាំងអស់ក្នុងពេលតែមួយនោះទេអ្នកគ្រាន់តែត្រូវការសម្រេចចិត្តនៅពេលដែលចិត្តរបស់អ្នកព្យាយាមពន្យាពេលនោះហើយជាច្បាប់នៅពេលដែលភាពរងចាំបង្ហាញខ្លួនកុំឆ្លោះប្រកែកជាមួយវាកុំធ្វើវិភាគទានអំពីវាកុំអង្គុយជាមួយវាគ្រាន់តែធ្វើជំហានមួយចលនាមួយការសម្រេចចិត្តមួយផ្ដាច់គំរូមុនពេលវាคล้ายជីវិតអ្នកមិនត្រូវការពេលវេលាថែមទៀតនោះទេអ្នកត្រូវការភាពរងចាំតិចនោះហើយជាអ្វីដែលមនុស្សភាគច្រើនមិនយល់ពួកគេគិតថាពួកគេកំពុងរងចាំពេលវេលាដ៏ល្អប្រសើរជាងនេះប៉ុន្តែការពិតពួកគេគ្រាន់តែកំពុងអនុវត្តការកិច្ចវេះប៉ុណ្ណោះហើយការអនុវត្តធ្វើឲ្យកាន់តែជាប់លាប់ដូច្នេះសូមឈប់អនុវត្តការពន្យាពេលសូមអនុវត្តការសម្រេចចិត្តសូមអនុវត្តការខ្លាយជាមនុស្សដែលរំកិលទៅមុខទោះបីជាវាពិបាកក៏ដោយសូមអនុវត្តសេចក្តីក្លាហានក្នុងចលនាការពន្យាពេលលួចយកសន្តិភាពពីអ្នកនៅពេលដែលមានអ្វីដែលត្រូវធ្វើហើយអ្នកកិច្ចវេះវានៅតែជាប់ក្នុងចិត្តអ្នកវាបង្ហូរធម៌ពលរបស់អ្នកពីក្រោយឆាកសារនោះដែលអ្នកមិនបានផ្ញើការសម្រេចចិត្តនោះដែលអ្នកមិនបានធ្វើភារកិច្ចនោះដែលអ្នកមិនបានបញ្ចប់ពួកវាមិនបានបាត់ភ្លាន់នោះទេពួកវាបន្លាត់ហើយរាល់ពេលដែលអ្នកគិតពីពួកវាភាពតានតឹងរបស់អ្នកកើនឡើងរហូតប៉ុន្តែនៅពេលដែលអ្នកដោះស្រាយវាភ្លាមៗអ្នកដោះលែងចិត្តអ្នកបង្កើតចន្លោះសម្រាប់ការផ្ដោតអារម្មណ៍ភាពច្នៃប្រឌិតនិងទំនុកចិត្តវាមិនមែនអំពីភាពអត់ធ្លោះនោះទេវាអំពីភាពនៅក្នុងបច្ចុប្បន្នការពន្យាពេលរក្សាអ្នកឲ្យនៅក្នុងវត្តនៅថ្ងៃណាមួយប៉ុន្តែនៅថ្ងៃណាមួយមិនមានអត្ថភាពនោះទេមានតែឥឡូវនេះតែមួយគត់ហើយឥឡូវនេះគឺជាកន្លែងដែលអ្វីៗទាំងអស់ចាប់ផ្ដើមប្រសិនបើអ្នកបណ្ដុះបណ្ដាលខ្លួនឯងឲ្យសម្រេចចិត្តនៅពេលដែលភាពរំចាំបង្ហាញខ្លួនអ្នកយកការគ្រប់គ្រងត្រឡប់មកវិញអ្នកឈប់ខ្លាចជាជនរងគ្រោះនៃអារម្មណ៍របស់អ្នកឈប់រងចាំឲ្យជីវិតមានអារម្មណ៍សមរម្យអ្នកបង្កើតអារម្មណ៍សមរម្យដោយការធ្វើអ្វីដែលត្រឹមត្រូវអ្វីដែលអ្នកចង់បានត្រូវការមានការសម្រេចចិត្តគោលដៅមិនឆ្លើយតបទៅនឹងគោលបំណងពួកវាឆ្លើយទៅនឹងការសម្រេចចិត្តប្រសិនបើអ្នកពន្យាពេលឱកាសនឹងកន្លងផុតទៅធម៌ពលនឹងរលាយបាត់បង់ធម៌ពលនោះនឹងងាប់នោះហើយជាមូលហេតុដែលអ្នកត្រូវតែសម្រេចចិត្តឲ្យបានលឿនជាងហេតុផលរបស់អ្នកអាចគិតនៅពេលក្រោយឥឡូវនេះអ្នករំកិលអ្នកចាប់ដើមអ្នកបង្ហាញខ្លួននោះហើយជាការខុសគ្នាពិតប្រាកដរវាងអ្នកដែលអភិវឌ្ឍនិងអ្នកដែលនៅតែដដែលអ្នកមានការគ្រប់គ្រងច្រើនជាងអ្វីដែលអ្នកគិតប៉ុន្តែការគ្រប់គ្រងមកពីការសម្រេចចិត្តអ្នកមិនអាចគិតធ្វើឲ្យផ្លាស់ប្ដូរបានទេអ្នកត្រូវតែសម្រេចចិត្តធ្វើឲ្យផ្លាស់ប្ដូរទោះបីជាវាមិនស្រួលខ្លួនទោះបីជាវាមិនសង្កត់កម្រិតបន្ទប់របស់អ្នកកំពុងតែដាបទៅនឹងអ្វីដែលអ្នកកំពុងកិច្ចបេះហើយមុតសោបាយតែមួយដើម្បីជៀនទៅដល់នោះគឺត្រូវឆ្លងកាត់ការប្រឆាំងនោះដោយគ្មានការពន្យាពេលដូច្នេះលើកក្រោយនៅពេលដែលចិត្តរបស់អ្នកនិយាយថាធ្វើវានៅពេលក្រោយសូមសម្គាល់វាថាជាអ្វីវាមិនមែនជាហេតុផលត្រឹមត្រូវនោះទេវាគឺជាការសាក់លបងការសាក់លបងនៃការបដិមាត់របស់អ្នកការសាក់លបងនៃអធិភាពរបស់អ្នកការសាក់លបងនៃមោទកភាពរបស់អ្នកហើយចម្លើយត្រឹមត្រូវតែមួយគឺការសម្រេចចិត្តមិនមែនការសម្រេចចិត្តដ៏ឥតខ្ចក់នោះទេគ្រាន់តែការសម្រេចចិត្តអ្នកចាប់ផ្ដើមពីកន្លែងដែលអ្នកស្ថិតនៅអ្នកប្រែផាត់អ្វីដែលអ្នកមានអ្នកធ្វើអ្វីដែលអ្នកអាចធ្វើបានប៉ុន្តែអ្នករំកិលនោះហើយជាទម្លាប់ដែលផ្លាស់ប្ដូរទាំងអស់ការសម្រេចចិត្តនៅពេលដែលចិត្តរបស់អ្នកនិយាយពន្យាពេលម្ដងទៀតមិនមែនងាយស្រួលទេប៉ុន្តែវាចាំបាច់ប្រសិនបើអ្នកអាចស្ទាត់ជំហាននៃពេលវេលានេះអ្នកអាចស្ទាត់ជំហាននៃការរីកចម្រើនហើយនៅពេលដែលអ្នកធ្វើវាញឹកញាប់អន់វល់គុណខួរក្បាលរបស់អ្នកចាប់ផ្ដើមខ្លាចឡើងពន្យាពេលបាត់បង់កម្លាំងបាត់កម្មហេតុផលបាត់បង់អនុភាពហើយអ្នកចាប់ផ្ដើមរំលឹកដូចជាមនុស្សដែលធ្វើតាមអ្វីដែលបានកំណត់មិនត្រឹមតែមួយដងទេគឺគ្រប់ពេលវេលាវាសំខាន់នោះហើយជាមនុស្សដែលឈ្នះនោះហើយជាជីវិតដែលគួរកសាងមួយជំហាននៅក្នុងពេលមួយ
ជំរុញខ្លួនឯងឲ្យបញ្ចប់អ្វីដែលអ្នកចាប់ផ្ដើមនៅថ្ងៃនេះជំរុញខ្លួនឯងឲ្យបញ្ចប់អ្វីដែលអ្នកចាប់ផ្ដើមនៅថ្ងៃនេះនោះហើយជារបៀបដែលអ្នកកសាងចរិតលក្ខណៈនោះហើយជារបៀបដែលអ្នកដាច់ពីភូមិមនុស្សអ្នកណាក៏អាចចាប់ផ្ដើមបានមនុស្សភាគច្រើនធ្វើដូច្នោះការចាប់ផ្ដើមគឺងាយស្រួលប៉ុន្តែការបញ្ចប់ជាអ្វីដែលធ្វើឲ្យអ្នកខុសពីគេការលូតលាស់ពិតប្រាកដកាត់ឡើងនៅទីនោះមិនមែនក្នុងពេលនៃការរំភើបនៅពេលអ្វីហាក់ដូចជាស្រស់បំប្រងប៉ុន្តែក្នុងពេលវេលាដ៏ស្ងៀមស្ងាត់នៅពេលដែលវាពិបាកនឹងបន្តទៅមុខទៀតនៅពេលនោះហើយដែលអ្នករកឃើញថាតើអ្នកពិតជានរណាតែងតែមានអ្វីមួយទាញអ្នកឲ្យចាក់ចេញពីភារកិច្ចការរំខានការសង្ស័យភាពធុញទ្រាន់ភាពមិនស្រួលខ្លួនវាទាំងអស់លេចឡើងនៅពេលអ្នកព្យាយាមបន្តធ្វើប៉ុន្តែអ្នកត្រូវតែហ្វឹកហាត់ខ្លួនឯងឲ្យបន្តផ្ដោតអារម្មណ៍ទោះបីជាវាលែងធ្វើឲ្យអ្នករំភើបក៏ដោយទោះបីជាវាពិបាកជាងការគិតដំបូងឬទោះបីជាអ្នកចង់ឈប់នឹងសម្រាកអ្នកត្រូវតែកសាងវិន័យបែបនោះដែលនិយាយថាប្រសិនបើខ្ញុំបានចាប់ផ្ដើមវានៅថ្ងៃនេះខ្ញុំនឹងបញ្ចប់វានៅថ្ងៃនេះនៅពេលអ្នកទុកអ្វីមួយឲ្យនៅពាក់កណ្ដាលវាចាប់ផ្ដើមធ្វើឲ្យអ្នកអស់កម្លាំងអ្នកប្រហែលជានឹងនិយាយទៅកាន់ខ្លួនឯងថាវាមិនមែនជាបញ្ហាធំដុំទេអ្នកប្រហែលជាគិតថាខ្ញុំនឹងត្រឡប់ទៅធ្វើវាវិញនៅថ្ងៃស្អែកប៉ុន្តែនៅក្នុងជ្រៅការងារដែលមិនទាន់បញ្ចប់คล้ายជាភាពរញ៉េរញ៉ៃផ្លូវចិត្តវានៅជាប់ក្នុងគំនិតអ្នកវាបង្កើតសម្ពាធវាលួចការផ្ដោតអារម្មណ៍របស់អ្នកហើយយូរទៅវាបំផ្លាញភាពជ្រុលនិយមរបស់អ្នកចាប់ផ្ដើមសង្ស័យចំពោះសមត្ថភាពរបស់អ្នកក្នុងការធ្វើអ្វីមួយឲ្យរួចរាល់អ្នកចាប់ផ្ដើមមើលឃើញខ្លួនឯងថាជាអ្នកដែលចាក់ចេញមុនគេហើយការជឿនោះបន្តិចម្ដងคล้ายជាទម្លាប់អ្នកត្រូវតែតស៊ូវិញពីព្រោះរបៀបដែលអ្នកធ្វើអ្វីមួយច្រើនតែคล้ายជារបៀបដែលអ្នកធ្វើអ្វីទាំងអស់ប្រសិនបើអ្នកធ្វើអ្វីមួយត្រឹមតែបន្តិចបន្តួចនៅលើរឿងតូចតាចអ្នកក៏នឹងធ្វើដូច្នោះនៅលើរឿងធំដែរនោះហើយជាមូលហេតុដែលការបញ្ចប់ដោយភាពខ្លាំងក្លាមានសារៈសំខាន់មិនមែនដើម្បីលទ្ធផលមិនមែនដើម្បីរង្វាន់ប៉ុន្តែដើម្បីសិលធម៌ដែលវាកសាងនៅក្នុងអ្នកវាអំពីការបង្ហាញខ្លួនឯងថាអ្នកមិនត្រូវការមានអារម្មណ៍ថាល្អឥតប្រអប់ដើម្បីបញ្ចប់នៅអ្វីដែលអ្នកបាននិយាយថានឹងធ្វើនោះទេនៅថ្ងៃខ្លះអ្នកមិនមានអារម្មណ៍ចង់ធ្វើវាទេចិត្តអ្នកនឹងផ្ដល់ហេតុផលគ្រប់បែបយ៉ាងដល់អ្នកហត់អ្នកធ្វើគ្រប់គ្រាន់ហើយគ្មាននរណាម្នាក់មើលឃើញទេវាអាចរងចាំបាននៅពេលនោះហើយដែលអ្នកត្រូវជំរុញខ្លួនឯងមិនមែនពីព្រោះវាស្រួលប៉ុន្តែពីព្រោះស្តង់ដាររបស់អ្នកមានសារៈសំខាន់ជាងអារម្មណ៍របស់អ្នកស្តង់ដាររបស់អ្នកគឺជាកិច្ចសន្យាផ្ទាល់ខ្លួនជាមួយខ្លួនឯងហើយប្រសិនបើអ្នកបំពេញកិច្ចសន្យានោះញឹកញាប់ការជឿទុកចិត្តខ្លួនឯងរបស់អ្នកចាប់ផ្ដើមរលីសាបសូន្យរាល់ពេលដែលអ្នកបញ្ចប់អ្វីដែលអ្នកចាប់ផ្ដើមទោះបីជាវាតូចក៏ដោយអ្នកកសាងភាពខ្លាំងក្លាផ្លូវចិត្តភាពខ្លាំងក្លានោះនឹងរីករាលដាលទៅផ្នែកផ្សេងនៃជីវិតអ្នកបញ្ចប់ការហាត់ប្រាណហើយអ្នកនឹងចាប់ផ្ដើមមានវត្តមានខ្លាំងក្លាជាងមុនក្នុងការសន្ទនាបញ្ចប់កម្រងហើយអ្នកនឹងកាន់តែមានទំនុកចិត្តតតាំងជាមួយបញ្ហាបន្តសម្អាតភាពរញ៉េរញ៉ៃដែលអ្នកបានបង្កើតហើយអ្នកនឹងគិតឲ្យច្បាស់លាស់ជាងមុនអំពីអ្វីផ្សេងទៀតការធ្វើអ្វីមួយឲ្យរួចរាល់ក្លាយជារបៀបធម្មតារបស់អ្នកថ្លៃវិញមានអ្វីមួយដ៏មានឥទ្ធិពលអំពីការធ្វើអ្វីដែលអ្នកបាននិយាយថានឹងធ្វើពិសេសនៅពេលដែលវាមិនងាយស្រួលពិសេសនៅពេលដែលគ្មាននរណាម្នាក់ដាក់ការខុសត្រូវនៅលើអ្នកពីព្រោះនៅពេលនោះហើយដែលអ្នកក្លាយជាមេដឹកនាំខ្លួនឯងនៅពេលនោះហើយដែលអ្នកឡើងត្រូវការមានការជំរុញនៅពេលនោះហើយដែលវិន័យរបស់អ្នកក្លាយជាខាងក្នុងហើយនៅពេលដែលវិន័យមកពីខាងក្នុងអ្នកក្លាយជាអ្នកដែលគ្មាននរណាអាចរារាំងបានអ្នកមិនត្រូវការប្រព័ន្ធដ៏ឥតប្រអឹបអ្នកមិនត្រូវការ model ច្រើនទៀតអ្នកត្រូវការសម្ភារវាមិនមែនក្នុងរបៀបដែលលួនឬភ័យរន្ធត់ទេប៉ុន្តែក្នុងរបៀបដែលច្បាស់លាស់និងបច្ចុប្បន្នអ្នកមើលទៅថ្ងៃរបស់អ្នកនឹងសួរថាតើអ្វីដែលត្រូវធ្វើបន្ទាប់មកអ្នកធ្វើវាមិនមែនថ្ងៃស្អែកមិនមែនក្រោយទេគឺថ្ងៃនេះហើយអ្នកធ្វើវាឲ្យបានពេញលិនអ្នកមិនធ្វើវាត្រឹមតែពេលកណ្ដាលទេអ្នកមិនទុកអ្វីមួយឲ្យនៅកន្លែងអ្នកបញ្ចប់វាពីធោះនោះហើយជាអ្វីដែលអ្នកកំពុងខ្លាចជាការបញ្ចប់កសាងភាពច្បាស់លាស់នៅពេលដែលចិត្តអ្នកមើលឃើញអ្វីមួយដល់ទីតាំងវាបិទវុតចោលមួយវានិយាយថាវាត្រូវបានដោះស្រាយហើយការបិទបញ្ចប់នោះផ្ដល់ឲ្យអ្នកចម្លក់នឹងឈានទៅមុខប៉ុន្តែនៅពេលដែលអ្វីមួយត្រូវបានទុកឲ្យនៅមិនទាន់រួចរាល់ចិត្តអ្នកនឹងបន្តវិលចុះវិលឡើងទៅលើវាអ្នកបន្តកាញ់ចំអ្វីដែលអ្នកមិនទាន់បានធ្វើនោះយកធម្មពលហើយធម្មពលដែលខាក់ខ្ចីគឺជាមូលហេតុចម្បងមួយដែលមនុស្សភាគច្រើនមានអារម្មណ៍ថាចប់គាំងពួកគេត្រូវបានធ្វើឲ្យអស់កម្លាំងដោយអ្វីដែលពួកគេបានចាប់ផ្ដើមប៉ុន្តែមិនដែលបញ្ចប់អ្នកអាចបញ្ច្រាស់វាអ្នកអាចយកធម្មពលរបស់អ្នកត្រឡប់មកវិញដោយធ្វើអ្វីដែលអ្នកជៀសវាងអ្នកអាចមានអារម្មណ៍ស្រែលសាបរលាបដោយគ្រាន់តែបញ្ចប់ភារកិច្ចដែលអ្នកបានអន្តៈយូរពេកហើយនៅពេលអ្នកចាប់ផ្ដើមបញ្ចប់អ្វីបានច្រើនអត្តសញ្ញាណរបស់អ្នកនឹងផ្លាស់ប្ដូរអ្នកចាប់ផ្ដើមមើលឃើញខ្លួនឯងថាជាអ្នកដែលអាចពឹងផ្អែកបានមានការផ្ដោតអារម្មណ៍និងជាអ្នកដែលបិទគម្លាតរវាងការគិតនិងសកម្មភាពនោះហើយជារបៀបដែលសន្ទុះត្រូវបានកសាងតាមរយៈការងារតូចមួយដែលបានបញ្ចប់វាមិនចាំបាច់ជាការដោះគួរឲ្យចាប់អារម្មណ៍ទេវាគ្រាន់តែត្រូវតែធ្វើឲ្យរួចរាល់
ប្រសិនបើអ្នកបានប្រាប់ខ្លួនឯងថានឹងសម្អាតទុកសម្អាតវាចុះប្រសិនបើអ្នកបាននិយាយថានឹងរៀន1ម៉ោងធ្វើឲ្យបាន1ម៉ោងប្រសិនបើអ្នកចាប់ផ្ដើមសរសេរអ្វីមួយកុំឈប់នៅផ្ទះកណ្ដាលផ្លូវផ្ដល់ឲ្យខ្លួនឯងនៅអំណាចនៃការបញ្ចប់វាមិនមែនអំពីភាពឥតខ្ចក់ទេវាអំពីការតាំងចិត្តអ្នកមិនចាំបាច់ធ្វើអ្វីគ្រប់យ៉ាងឲ្យបានល្អឥតខ្ចក់ទេអ្នកគ្រាន់តែត្រូវបញ្ចប់អ្វីដែលអ្នកបានចាប់ផ្ដើមផ្នត់គំនិតនេះក៏ជាការฝึกហាត់អ្នកឲ្យធ្វើការជាមួយពេលវេលាមិនមែនប្រឆាំងនឹងវាទេមនុស្សភាគច្រើនខ្ជិះខ្ជាយពេលវេលាពីពួកគេចាប់ផ្ដើមភារកិច្ចដដែលម្ដងទៀតពួកគេធ្វើបានពាក្យកណ្ដាលឈប់បន្ទាប់មកព្យាយាមម្ដងទៀតនៅថ្ងៃស្អែកនោះគឺមិនមានប្រសិទ្ធភាពនោះបំផ្លាញលំហូរប៉ុន្តែនៅពេលអ្នកបញ្ចប់នៅថ្ងៃនេះអ្នកនឹងបន្តទៅមុខនៅថ្ងៃស្អែកអ្នករីកចម្រើនជំនក់វិញការធ្វើឡើងវិញនោះហើយជារបៀបដែលមនុស្សទទួលបានភាពជោគជ័យពួកគេនៅឆ្ងាយពីភាពរអាក់រអួលពួកគេអនុវត្តដោយមិនអូសទាញវាទៅថ្ងៃផ្សេងចាប់ផ្ដើមមើលឃើញអ្វីៗទាំងអស់ដែលអ្នកធ្វើថាជាឱកាសក្នុងការពង្រឹងស្តង់ដារនៅពេលអ្នកបញ្ចប់អ្នកលើកស្តង់ដាររបស់អ្នកនៅពេលអ្នកឈប់មុនពេលវេលាអ្នកបន្ថែមវាដ៏សាមញ្ញបែបនោះមិនចាំបាច់គិតច្រើនពេកទេគ្រាន់តែបញ្ចប់អ្វីដែលអ្នកបានចាប់ផ្ដើមកុំវិភាគកុំរងចាំការបំផុសគំនិតកុំពន្យាសកម្មបញ្ចប់បន្តទៅមុខផ្នត់គំនិតនោះបង្កើតភាពខ្លាំងក្លាផ្លូវវិញ្ញាណពីពួកឥឡូវនេះអ្នកមិនត្រឹមតែសង្ឃឹមចំពោះលទ្ធផលទេអ្នកកសាងពួកវាតាមរយៈសកម្មភាពមួយអ្នកមិនត្រូវការវិន័យបន្ថែមនៅថ្ងៃស្អែកទេអ្នកត្រូវការសម្រេចចិត្តបន្ថែមនៅថ្ងៃនេះការសម្រេចចិត្តដែលនឹងជំរុញនៅពេលដែលងាយស្រួលត្រូវផាកការសម្រេចចិត្តដែលនឹងផ្ដោតអារម្មណ៍នៅពេលដែលរំខានកំពុងហៅការសម្រេចចិត្តដែលនឹងបិទចម្ពោះដែលអ្នកបានបើកជាជំនះតូចៗទាំងនេះមានសារៈសំខាន់ជាងការគិតរបស់អ្នកពួកវាជាប់គ្នាពួកវាคล้ายទៅជាគុណសម្បត្តិរបស់អ្នកពួកវាคล้ายទៅជាហេតុផលដែលអ្នកមានអារម្មណ៍ជ្រុលនិយមក្នុងការចូលទៅក្នុងបញ្ហាថ្មីមនុស្សភាគច្រើនរស់នៅក្នុងវដ្តនៃភាពមិនតាន់រួចរាល់អ្នកមិនចាំបាច់ធ្វើដូច្នោះទេអ្នកឲ្យបំបីវត្តនុបនៅថ្ងៃនេះវាចាប់ផ្ដើមដោយភារកិច្ចមួយពេលវេលាមួយការជំរុញមួយរំលឹកខ្លួនឯងថាអារម្មណ៍នៃការធ្វើរួចល្អជាងអារម្មណ៍នៃការឈប់មុនពេលវេលារំលឹកខ្លួនឯងថាការលូតលាស់មិនមកពីការចាប់ផ្ដើមដ៏ងាយស្រួលទេវាមកពីការបញ្ចប់ដ៏លំបាកអ្នកបានចាប់ផ្ដើមអ្វីខ្លះជាអ្នកក្នុងជីវិតខ្លះអ្នកបានបញ្ចប់ខ្លះអ្នកមិនទាន់បញ្ចប់នោះគឺធម្មតាប៉ុន្តែចាប់ពីពេលនេះទៅសម្រេចចិត្តថាប្រសិនបើអ្វីមួយទទួលបានពេលវេលារបស់អ្នកនៅថ្ងៃនេះវាត្រូវតែទទួលបានការយកចិត្តទុកដាក់ពេញលេញរបស់អ្នកមិនទុកវាឲ្យមិនទាន់រួចរាល់អ្នកមិនបញ្ជូនវាទៅថ្ងៃស្អែកអ្នកធ្វើវាឥឡូវនេះនោះហើយជារបៀបដែលអ្នករកការគោរពពីខ្លួនឯងនោះហើយជារបៀបដែលអ្នកនៅតែមានគំនិតច្បាស់លាស់នោះហើយជារបៀបដែលអ្នកឈ្នះដោយស្ងាត់ជាប់និរន្តរ៍និងពេញលេញជំពូកទី6ប្រាប់ថាទេចំពោះអ្វីដែលស្រូបយកធម្មពលរបស់អ្នកប្រាប់ថាទេចំពោះអ្វីដែលស្រូបយកធម្មពលរបស់អ្នកការសម្រេចចិត្តតែមួយនោះអាចការពារសន្តិភាពផ្លូវចិត្តរបស់អ្នកប្រឹងប្រែងគំនិតអ្នកនិងផ្ដល់ឲ្យអ្នកនៅការគ្រប់គ្រងឡើងវិញលើជីវិតរបស់អ្នករាល់ថ្ងៃអ្នកត្រូវបានគេទាញទៅកាន់ទិសដៅផ្សេងគ្នាមនុស្សចង់បានពេលវេលារបស់អ្នកឧបករណ៍ទាំងឡាយទាមទារការយកចិត្តទុកដាក់របស់អ្នកទម្លាប់នានាចាប់ចូលមកក្នុងរបៀបរស់នៅរបស់អ្នកដែលមិនអាចជួយអ្នកបានហើយដោយមិនដឹងខ្លួនធម្មពលរបស់អ្នកត្រូវបានគេស្រូបយកដោយអ្វីដែលមិនជួយឲ្យជីវិតរបស់អ្នកមានការរីកចម្រើនមិនមែនដោយសារអ្នកខ្សោយនោះទេប៉ុន្តែដោយសារអ្នកមិនទាន់ត្រូវបានគេបណ្ដុះបណ្ដាលឲ្យដឹងពីរបៀបប្រាប់ថាទេដោយមានភាពច្បាស់លាស់នៅដ៏មាំមុននោះទេមនុស្សភាគច្រើនគិតថាធម្មពលមានតែពីការគេងអាហារនិងការសម្រាកប៉ុន្តែការពិតគឺធម្មពលរបស់អ្នកក៏ពាក់ព័ន្ធយ៉ាងជិតស្និទ្ធនឹងព្រំដែនអតិភិបនិងសមត្ថភាពនៃការជ្រើសរើសអ្វីដែលអ្នកអនុញ្ញាតឲ្យចូលមកក្នុងជីវិតរបស់អ្នកផងដែរប្រសិនបើអ្នកនិយាយថាបាទចាស់ចំពោះរាល់អ្វីនឹងរាល់គ្នាឥតឈប់ឈរអ្នកនឹងបាត់បង់ធម្មពលយ៉ាងយឺតៗដើម្បីកសាងអ្វីដែលសំខាន់អ្នកពង្វក់ខ្លួនឯងពេកតិចអ្នកមិនបានទុកចន្លោះក្នុងការផ្ដោតអារម្មណ៍មិនបានទុកកន្លែងសម្រាប់ការសម្រាកនិងមិនមានពេលវេលាសម្រាប់អ្វីដែលអ្នកពិតជាខ្វល់ខ្វាយនោះទេការនិយាយថាបាទចាស់អាចធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសីលធម៌វាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាងាយស្រួលក្នុងការយល់ព្រមតាមអ្វីប៉ុន្តែរាល់ការព្រមព្រៀងដែលមិនចាំបាច់គឺជាការរលាយធម្មពលផ្ទាល់ខ្លួនរបស់អ្នកយ៉ាងយឺតហើយនៅពេលដែលការរលាយនោះកើតឡើងគ្រប់គ្រាន់អ្នកនឹងមានអារម្មណ៍ថាអស់កម្លាំងមិនអាចផ្ដោតអារម្មណ៍និងគ្មានបំណងប្រាថ្នានោះមិនមានសំណាងអាក្រក់នោះទេគឺជាការគ្រប់គ្រងធម្មពលដ៏អាក្រក់ធម្មពលមិនមែនគ្មានដែនកំណត់នោះទេរាល់ថ្ងៃអ្នកភ្ញាក់ឡើងដោយមានធម្មពលមួយដែលមានការកំណត់ហើយរបៀបដែលអ្នកប្រើប្រាស់វាគឺសំខាន់ណាស់អ្នកអាចប្រើវាលើមនុស្សដែលរអ៊ុនរទឿនឥតឈប់ឈរអ្នកអាចប្រើវាក្នុងការរមូលមើលសារឥតឈប់ឈរអ្នកអាចប្រើវាក្នុងការគិតច្រើនពេកអំពីអ្វីដែលមិនដាផ្លាស់ប្ដូរឬអ្នកអាចជ្រើសរើសការពារវាចង្អុលបង្ហាញវានិងប្រើវាដើម្បីកសាងអ្វីមួយដែលមានន័យប៉ុន្តែអ្នកមិនអាចធ្វើទាំងពីរបានទេអ្នកមិនអាចចាក់ធម្មពលរបស់អ្នកទៅលើគោលដៅនិងរំខានចិត្តក្នុងពេលតែមួយបានទេអ្នកត្រូវតែជ្រើសរើសហើយការជ្រើសរើសនោះចាប់ផ្ដើមតែពីពាក្យថាទេឲ្យបានញឹកញាប់មិនមែនដោយសារកំហឹងនោះទេប៉ុន្តែដោយសារការគោរពខ្លួនឯង
ការរីចម្រើនដ៏ធំច្រើនក្នុងជីវិតមិនមែនមកពីការធ្វើអ្វីច្រើនទេវាមកពីការលុបចោលអ្វីដែលស្រូបយកធម៌ពលរបស់អ្នកសន្តានាដែលធ្វើឲ្យអស់កម្លាំងភារកិច្ចដែលមិនសំខាន់ទំនាក់ទំនងដែលមានភាពពុលទម្លាប់ដែលមិនមានការគិតទាំងអស់នេះបូកបញ្ចូលគ្នាវាមិនមែនគ្រាន់តែអ្វីដែលអ្នកធ្វើនោះទេគឺអ្វីដែលអ្នកអនុញ្ញាតផងដែរហើយប្រសិនបើអ្នកមិនប្រុងប្រយ័ត្នថ្ងៃរបស់អ្នកនឹងត្រូវបានគេបំពេញដោយអ្វីដែលធ្វើឲ្យអ្នកអស់កម្លាំងដោយមិនអោយអ្វីមកវិញលើអ្នកទេនេះគឺជាមូលហេតុដែលពាក្យថាមិនគឺជាពាក្យដ៏មានអានុភាពវាបង្កោតចន្លោះវាសម្អាតផ្លូវរបស់អ្នកវារំលឹកអ្នកថាពេលវេលានិងធម៌ពលរបស់អ្នកមានតម្លៃអ្នកមិនមកនៅទីនេះដើម្បីរស់នៅដោយស្វ័យប្រវត្តិនោះទេអ្នកមិនមកនៅទីនេះដើម្បីអាចរស់រាយរាក់ទាបគ្រប់អ្វីនោះទេអ្នកមកនៅទីនេះដើម្បីអភិវឌ្ឍដើម្បីកសាងដើម្បីធ្វើឲ្យមានការរីកចម្រើននោះមានន័យថាអ្នកត្រូវតែជ្រើសរើសអ្នកត្រូវតែដឹងថាអ្វីដែលផ្គត់ផ្គង់ធម៌ពលរបស់អ្នកនិងអ្វីដែលធ្វើឲ្យអ្នកអស់កម្លាំងហើយនៅពេលដែលអ្នកដឹងហើយអ្នកត្រូវតែធ្វើតាមវាអ្នកត្រូវតែចាប់ផ្ដើមកាត់ចោលអ្វីដែលមិនសមនឹងមាននៅក្នុងជីវិតរបស់អ្នកទេនោះមិនមែនភាពខុសលោនោះទេនោះគឺជាការសម្រានខ្លួននោះគឺជាយុទ្ធសាស្ត្រនោះគឺជាការលូតលាស់មនុស្សភាគច្រើនអស់កម្លាំងណាស់មិនមែនដោយសារពួកគេបានធ្វើអ្វីច្រើននោះទេប៉ុន្តែដោយសារពួកគេបានធ្វើអ្វីច្រើនដែលមិនសំខាន់ពួកគេបាននិយាយថាបាទចាស់ចំពោះរាល់សំណើទាំងអស់ពួកគេបានយល់ព្រមចំពោះរាល់ការគួរសមពួកគេបានអនុញ្ញាតឲ្យមានការរំខានរាល់ម៉ោងហើយឥឡូវចិត្តរបស់ពួកគេរារន់រាងកាយរបស់ពួកគេធ្ងន់និងគោលដៅរបស់ពួកគេបានជីចំខក្រុមកាតព្វកិច្ចលំដាប់នោះនឹងបញ្ចប់នៅពេលដែលអ្នកនិយាយថាទេមិនមែនដោយមានអារម្មណ៍ខ្មាស់អាចនោះទេប៉ុន្តែដោយមានភាពច្បាស់លាស់ប្រសិនបើមានអ្វីមួយដែលធ្វើឲ្យអ្នកអស់កម្លាំងអ្នកត្រូវសួរខ្លួនឯងថាហេតុអ្វីបានជាអ្នកនៅតែអនុញ្ញាតឲ្យវាតើវាដោយសារតែអ្នកខ្លាចធ្វើឲ្យនរណាម្នាក់មិនសប្បាយចិត្តតើវាដោយសារតែអ្នកមិនចង់មើលងាយតើវាដោយសារតែអ្នកបានធ្វើឲ្យខ្លួនឯងជឿថាតម្រូវការរបស់អ្នកមិនសំខាន់ហេតុផលទាំងនោះហាក់ដូចជាល្អនៅលើផ្ទៃប៉ុន្តែវាធ្វើឲ្យអ្នកខាតបង់ក្នុងរយៈពេលវែងពីព្រោះអ្នកកាន់តែបោះបង់ខ្លួនឯងដើម្បីធ្វើឲ្យនរណាម្នាក់រីករាយអ្នកកាន់តែនៅសល់តិចតួចហើយយូរទៅអ្នកភ្លេចថាតើអ្នកចង់បានអ្វីតាំងពីដំបូងមកធម៌ពលរបស់អ្នកមិនមែនជារឿងធម្មតានោះទេវាជាកម្លាំងជីវិតរបស់អ្នកវាផ្ដល់ឥន្ធនូដល់គំនិតសកម្មភាពនិងអារម្មណ៍របស់អ្នកហើយប្រសិនបើអ្នកបន្តផ្ដល់វាអ្វីដែលមិនត្រឹមត្រូវអ្នកនឹងមិនមានគ្រប់គ្រាន់សម្រាប់អ្វីដែលត្រឹមត្រូវនោះទេនោះជារៀបរបៀបមនុស្សឃ្លាតឆ្ងាយពីសក្តានុពលរបស់ពួកគេមិនមែនដោយសារពួកគេខ្ជិលនោះទេប៉ុន្តែដោយសារពួកគេត្រូវបានគេស្រូបយកធម៌ពលឥតឈប់ឈរដោយអ្វីដែលពួកគេមិនដែលសួរសំណួរដូច្នេះអ្នកត្រូវតែប្រយ័ត្នហើយធ្វើការតាមដានតើអ្វីដែលយកពីអ្នកតែមិនផ្ដល់អ្វីមកវិញឲ្យអ្នកតើអ្វីដែលធ្វើឲ្យអ្នកមានអារម្មណ៍ថាតូចចិត្តមិនមែនខ្លាំងក្លាតើអ្វីដែលទាញអ្នកចេញពីអតិភិបរបស់អ្នកនោះជាកន្លែងដែលអ្នកមិនត្រូវការទៅនេះមិនមែនមានន័យថាអ្នកបិទទ្វារចំពោះមនុស្សគ្រប់គ្នានោះទេវាមានន័យថាអ្នកខ្លាយជាមនុស្សដែលមានគោលបំណងច្បាស់លាស់ជាមុនអ្នកជ្រើសរើសថាតើការយកចិត្តទុកដាក់របស់អ្នកនឹងទៅទីណាអ្នកជ្រើសរើសថាតើនរណាមានសិទ្ធិប្រើប្រាស់ពេលវេលារបស់អ្នកអ្នកជ្រើសរើសថាតើអ្វីដែលត្រូវឆ្លើយតបនិងអ្វីដែលត្រូវអធិប្បាយពីព្រោះរាល់ជំរឿគឺដើម្បីកសាងអ្នកឬធ្វើឲ្យអ្នកអស់កម្លាំងហើយអ្នកមិនត្រូវការមានអារម្មណ៍អាក្រក់អំពីការការពារសន្តិភាពផ្លូវចិត្តរបស់អ្នកនោះទេមនុស្សដែលគោរពព្រំដែនរបស់អ្នកគឺជាមនុស្សដែលសមនឹងមាននៅក្នុងជីវិតរបស់អ្នកការនិយាយថាទេក៏ជារបៀបដែលអ្នកកសាងការផ្ដោតអារម្មណ៍ផងដែរនៅពេលដែលអ្នកឈប់អនុញ្ញាតឲ្យរាល់រឿងតូចតាចចូលvàoក្នុងថ្ងៃរបស់អ្នកចាប់ផ្ដើមមានចន្លោះដើម្បីផ្ដោតអារម្មណ៍អ្នកឈប់មានប្រតិកម្មហើយចាប់ផ្ដើមคล้ายជាសកម្មអ្នកឈប់លោតពីរឿងមួយទៅរឿងមួយហើយចាប់ផ្ដើមបញ្ចប់អ្វីដែលអ្នកចាប់ផ្ដើមការផ្ដោតអារម្មណ៍បែបនោះគឺជាអានុភាពដ៏អស្ចារ្យក្នុងពិភពលោកដែលពោពេញដោយសម្លេងរំខានហើយវាមិនមែនជាអ្វីដែលអ្នកជួបប្រទះដោយចៃដន្យនោះទេវាជាអ្វីដែលអ្នកបង្កើតឡើងដោយកាត់ចោលអ្វីដែលលើនៅពេលដែលអ្នកនិយាយថាទេចំពោះការរំខានចិត្តអ្នកនិយាយថាបាទចាដល់ការលូតលាស់នៅពេលដែលអ្នកនិយាយថាទេចំពោះមនុស្សដែលស្រូបយកធម៌ពលអ្នកនិយាយថាបាទចាដល់សន្តិភាពនៅពេលដែលអ្នកនិយាយថាទេចំពោះទម្លាប់ដែលគ្មានចំណុចអ្នកនិយាយថាបាទចាដល់ការរីកចម្រើនវាមិនមែនអំពីការមិនរាក់ទាសនោះទេវាអំពីការឲ្យការប្រច័ណ្ឌអ្នកត្រូវតែសួរខ្លួនឯងថាតើខ្ញុំចង់កសាងជីវិតបែបណាហើយតើអ្វីកំពុងរៀងរាំងជីវិតនោះប្រសិនបើវាមិនសមកាលជាមួយនឹងគោលបំណងតម្លៃឬអត្ថិភាពរបស់អ្នកទេបន្ទាប់មកវាមិនស័ក្តិសមទទួលបានធម៌ពលរបស់អ្នកទេអ្នកត្រូវតែបណ្ដុះបណ្ដាលចិត្តរបស់អ្នកឲ្យស្គាល់អ្វីដែលមានអារម្មណ៍ត្រឹមត្រូវនិងអ្វីដែលមានអារម្មណ៍មិនត្រឹមត្រូវអារម្មណ៍ដែលមានន័យថាអ្នកត្រូវបានស្រូបយកធម៌ពលអាធ្ងន់នោះអាខកចិត្តនោះអាតានតឹងនៅក្នុងទ្រង់នោះវាមិនចៃដន្យនោះទេវាគឺជាអតិថិជនមេតែរាងកាយនិងចិត្តរបស់អ្នកកំពុងប្រាប់អ្នកថានេះមិនមែនជាសម្រាប់អ្នកទេស្ដាប់វាគោរពវា
កុំបិទបាំងវាដោយការរំខានចិត្តកុំឌិចវាក្រោមការកតាក់បកិច្ចយកចិត្តទុកដាក់ហើយធ្វើការជ្រើសរើសដែលការពារធម្មពលរបស់អ្នកមនុស្សតែងតែស្នើសុំអំពីពេលវេលារបស់អ្នកពិភពលោកតែងតែផ្ដល់អ្វីថ្មីឲ្យអ្នកបដោតអារម្មណ៍ប៉ុន្តែមិនមែនរឿងអ្វីទាំងអស់សាកសមទទួលបានការព្រមព្រៀងមិនមែនអ្វីទាំងអស់ត្រូវការឆ្លើយតបខ្លះត្រូវបានបដិសេធការអញ្ជើញខ្លះត្រូវបានបដិសេធការសន្ទនាខ្លះត្រូវតែចប់សពទម្លាប់ខ្លះត្រូវតែលុបចោលមិនមែនទៅពេលក្រោយនោះទេឥឡូវនេះពីព្រោះអ្នករងចាំយូរបណ្ណាដើម្បីនិយាយថាទេអ្នកនឹងកាន់តែមិនពេញចិត្តនឹងអ្វីដែលអ្នកបានអនុញ្ញាតឲ្យគ្រប់គ្រងជីវិតរបស់អ្នកនេះជារបៀបដែលអ្នកចាប់ផ្ដើមកសាងមនោវិជ្ជាថ្មីមនោវិជ្ជាដែលមិនបានផ្ដោតទៅលើការបញ្ចូលណោច្រើនប៉ុន្តែផ្ដោតទៅលើការច្បាស់លាស់មនោវិជ្ជាដែលមិនកើតដោយការច្របល់ប៉ុន្តែដោយគោលបំណងមនោវិជ្ជាដែលដឹងថាការការពារធម្មពលដូចជាអ្វីមួយបរិសុទ្ធពីព្រោះវាគឺពិតជាបែបនឹងប្រកបអ្នកមិនមានធម្មពលឥតលូក្រៃនោះទេអ្នកទទួលបានអ្វីដែលអ្នកការពារហើយប្រសិនបើអ្នកចាប់ផ្ដើមរាល់ថ្ងៃដោយសំណួរថាតើអ្វីនឹងការពារធម្មពលរបស់ខ្ញុំថ្ងៃនេះអ្នកនឹងធ្វើការជ្រើសរើសដែលល្អបំផុតអ្នកនឹងបង្កើតរបៀបរស់នៅដែលល្អបំផុតអ្នកនឹងធ្វើសកម្មភាពមានគោលបំណងជំនួសឲ្យធ្វើសកម្មភាពដោយសារសម្ពាធនៃណែមនាមដូច្នេះចាប់ពីថ្ងៃនេះទៅសូមមើលរាល់សំណើរាល់ទម្លាប់រាល់ស្ថានភាពហើយសួរថាតើរឿងនេះកសាងខ្ញុំឬស្រូបយកធម្មពលរបស់ខ្ញុំប្រសិនបើវាស្រូបយកធម្មពលរបស់អ្នកសូមនិយាយថាទេមិនមែននៅពេលក្រោយនោះទេមិនមែននៅពេលដែលវាស្រួលនោះទេឥឡូវនេះសូមនិយាយថាទេដោយទំនុកចិត្តសូមនិយាយថាទេដោយមានសន្តិភាពសូមនិយាយថាទេដោយមានការយល់ដឹងថារាល់ការដែលអ្នកការពារធម្មពលអ្នកបង្កើតចន្លោះដល់ការលូតលាស់អ្នកបង្កើតកន្លែងដើម្បីផ្ដោតអារម្មណ៍អ្នកបង្កើតការច្បាស់លាស់ក្នុងជីវិតរបស់អ្នកហើយនោះជារបៀបដែលអ្នកផ្លាស់ប្ដូរទាំងអស់ម្ដងមួយចំពោះទី7រៀនរបស់ថ្មីមួយដែលបង្កើនការគិតរបស់អ្នកនេះគឺជាទម្លាប់ដែលអាចផ្លាស់ប្ដូរវឌ្ឍនភាពជីវិតរបស់អ្នកបានប្រសិនបើអ្នកបដិញ្ញាធ្វើវារាល់ថ្ងៃមិនមែនធ្វើម្ដងម្កាលមិនមែនធ្វើតែពេលវាស្រួលទេគឺធ្វើរាល់ថ្ងៃគំនិតថ្មីមួយចក្ខុវិស័យថ្មីមួយគំនិតថ្មីមួយដែលជំរុញការគិតរបស់អ្នកទម្លាប់ដែលធ្វើឲ្យសកម្មជាប្រចាំនេះនឹងពង្រឹងគំនិតរបស់អ្នកក្នុងវិធីដែលអ្នកមិនអាចស្រមៃឃើញនាពេលនេះទេពីព្រោះអ្វីដែលអ្នកផ្ដល់ឲ្យគំនិតរបស់អ្នកនឹងក្លាយជាគ្រឹះនៃជំរឿជំនឿនិងលទ្ធផលរបស់អ្នកគំនិតរបស់មនុស្សគឺដូចជារាងកាយត្រូវការហាត់ប្រាណរាល់ថ្ងៃប្រសិនបើអ្នកទុកវាចោលវានឹងខ្ជិលវានឹងយឺតវាចាប់ផ្ដើមធ្វើអ្វីដដែលអ្នកចាប់ផ្ដើមតបតជាជាងការគិតអ្នកចាប់ផ្ដើមសន្មត់ជាជាងការរៀនប៉ុន្តែនៅពេលអ្នកសម្រេចចិត្តដើម្បីអភិវឌ្ឍផ្លូវចិត្តអ្នកកំពុងឈានចូលក្នុងជីវិតមួយផ្សេងទៀតជីវិតមួយដែលអ្នកកាន់តែដឹងកាន់តែមានគោលបំណងនិងកាន់តែត្រៀមខ្លួនអ្នកមើលឃើញអ្វីកាន់តែច្បាស់អ្នកតបតបានកាន់តែល្អអ្នកកាន់តែមុតស្រួចកាន់តែខ្លាំងក្លានិងកាន់តែមានស្ថិរភាពទាំងអស់នោះចាប់ផ្ដើមឡើងពីការរៀនមួយជំហានម្ដងអ្នកមិនចាំបាច់អានសៀវភៅមួយក្បាលទាំងស្រុងរាល់ថ្ងៃទេអ្នកមិនចាំបាច់ត្រូវចូលរួមសិក្ខាសាលារាល់សប្ដាហ៍ទេអ្នកគ្រាន់តែត្រូវការធ្វើឲ្យសកម្មក្នុងការជំរុញគំនិតរបស់អ្នករៀនគោលការណ៍ថ្មីមួយអំពីវិន័យរកឃើញវិធីដែលល្អប្រសើរជាងមុនក្នុងការគ្រប់គ្រងពេលវេលាយល់ពីការពិតដ៏ជ្រាលជ្រៅអំពីរបៀបដែលទម្លាប់ដំណើរការសិក្សាអំពីរបៀបដែលមនុស្សដែលជោគជ័យគិតនឹងធ្វើបើកចិត្តរបស់អ្នកទៅរកគំនិតដែលធ្វើឲ្យអ្នកមិនស្រួលបួនកន្លែងដែលការលូតលាស់រស់នៅគឺនៅខាងក្រៅអ្វីដែលអ្នកដឹងរួចមកហើយការនៅតែជាប់គំនិតមានតម្លៃនៅពេលដែលអ្នកមិនរៀនអ្នកនឹងធ្វើអ្វីដដែលអ្នកធ្វើខំរឿងដដែលអ្នកធ្លាក់ជាប់អន្ទាក់ដដែលអ្នកហុំព័ទ្ធខ្លួនឯងដោយគំនិតបែបដដែលហើយបន្តិចម្ដងអ្នកឈប់ការរីកចម្រើនមិនមែនពីព្រោះអ្នកមិនព្យាយាមទេប៉ុន្តែពីព្រោះអ្នកកំពុងប្រើប្រាស់គំនិតដែលហួសសម័យពិភពលោកផ្លាស់ប្ដូរយ៉ាងរហ័សបញ្ហាវិវត្តឱកាសផ្លាស់ប្ដូរហើយប្រសិនបើការគិតរបស់អ្នកមិនអភិវឌ្ឍទេអ្នកនឹងនៅពីក្រោយមិនមែនក្នុងផ្នែកពិភពលោកទេប៉ុន្តែក្នុងសក្តានុពលរបស់អ្នកផ្ទាល់គំនិតដ៏មុតស្រួចផ្ដល់ឲ្យអ្នកគុណសម្បត្តិក្នុងគ្រប់ផ្នែករបស់ជីវិតវាជួយឲ្យអ្នកទទួលយកសម្រេចចិត្តបានល្អជាងមុនវាការពារអ្នកពីប្រតិកម្មផ្លូវអារម្មណ៍វាផ្ដល់ឲ្យអ្នកនូវសមត្ថភាពដើម្បីដោះស្រាយបញ្ហាដោយគ្មានភាពអារម្មណ៍វាអនុញ្ញាតឲ្យអ្នកញែកអ្វីដែលចាំបាច់ពីអ្វីដែលសំខាន់វាផ្ដល់ឲ្យអ្នកមានការគ្រប់គ្រងលើការផ្ដោតអារម្មណ៍របស់អ្នកហើយការគ្រប់គ្រងនោះក៏សាងសេរីភាពពិតប្រាកដសេរីភាពពីភាពច្របូលច្របល់សេរីភាពពីការខកចិត្តសេរីភាពពីចលាចលផ្លូវចិត្តដែលធ្វើឲ្យមនុស្សភាគច្រើនជាប់គំនិតប៉ុន្តែការគិតបែបនោះមិនកើតឡើងដោយចៃដន្យទេវាត្រូវបានកសាងវាត្រូវបានដំឡើងវាត្រូវបានអភិវឌ្ឍតាមរយៈការរៀនអ្វីមួយដែលមានប្រយោជន៍ខាងរាល់ថ្ងៃអ្នកមិនចាំបាច់រងចាំឲ្យជីវិតបង្រៀនអ្នកគ្រប់យ៉ាងតាមផ្លូវលំបាកទេអ្នកត្រូវការអភិវឌ្ឍ
អ្នកត្រូវការស្វែងរកចំណេញដឹងដូចជាកាតព្វកិច្ចរបស់អ្នកពីព្រោះវាពិតជាដូច្នោះគ្មាននរណានឹងទៅគប់ទ្វាររបស់អ្នកហើយជូនផ្លូវចិត្តដែលល្អប្រសើរទេអ្នកកសាងវាតាមរយៈការបញ្ចេញខ្លួនឯងទៅរកព័ត៌មានដែលល្អប្រសើរវាអាចជាកម្មវិធីផ្សាយសំឡេង podcast វាអាចជាអត្ថបទដែលសរសេរល្អវាអាចជាសៀវភៅចំនួន5ទំព័រវាអាចជាការសន្ទនាជាមួយនរណាម្នាក់ដែលដឹងច្រើនជាងអ្នកវាអាចជាពេលវេលាតិចតួចក្នុងការឆ្លុះបញ្ចាំងអំពីអ្វីដែលអ្នកបានជួបផ្ទះម្សិលមិញវិធីសាស្ត្រមិនសំខាន់វិន័យដែលជារឿងសំខាន់ការបដិញ្ញាជាមួយនឹងការលូតលាស់ទេដែលជារឿងសំខាន់ឆន្ទៈក្នុងការគិតឲ្យជ្រៅទេដែលជារឿងសំខាន់នោះហើយដែលញែកមនុស្សដែលលូតលាស់ចេញពីមនុស្សដែលនៅតែជាប់នឹងវត្តៈដដែលរាល់ថ្ងៃនាំមកឱកាសថ្មីមួយដើម្បីដំឡើងគំនិតរបស់អ្នកប៉ុន្តែអ្នកត្រូវតែជ្រើសរើសវាអ្នកត្រូវតែនិយាយថាថ្ងៃនេះខ្ញុំនឹងបបល់ឲ្យគំនិតរបស់ខ្ញុំនៅអ្វីមួយដែលពង្រឹងវាអក្សរតម្យ៉ាងកម្មតូចៗនោះដែលធ្វើរំហុកនឹងបូកសរុបទៅជាការផ្លាស់ប្ដូរវាមិនមានអារម្មណ៍ថាដូចជារឿងគួរឲ្យចាប់អារម្មណ៍នៅពេលនោះទេប៉ុន្តែសប្តាហ៍កន្លងទៅខែកន្លងទៅហើយភ្លាមអ្នកនឹងដឹងថាអ្នកមិនបានគិតដូចពីមុនទៀតទេអ្នកកាន់តែអត់ធ្មត់អ្នកកាន់តែមានមយ័តអ្នកមិនរញ្ជួយដោយរឿងតូចទៀតឡើយអ្នកមិនធ្វើជំរំដោយផ្អើលទៀតទេអ្នកបានធំធាត់ផ្លូវចិត្តហើយវាបង្ហាញជាផលនៃលទ្ធផលការរៀនក៏កសាងទំនុកចិត្តផងនៅពេលដែលអ្នកយល់កាន់តែច្រើនអ្នកសង្ស័យខ្លួនឯងកាន់តែតិចអ្នកឈប់ទាយនិងចាប់ផ្ដើមដឹងអ្នកដឹងពីខ្លួនឯងជាមួយនឹងភាពជឿជាក់មិនមែនពីព្រោះអ្នកមានចម្លើយទាំងអស់ទេប៉ុន្តែពីព្រោះអ្នកកំពុងលូតលាស់ក្នុងបញ្ញាហើយបញ្ញាផ្ដល់ឲ្យអ្នកសេចក្តីក្លាហានក្នុងការសម្រេចចិត្តក្នុងការនិយាយឲ្យច្បាស់ក្នុងការដឹកនាំក្នុងការប្រឈមនឹងបញ្ហាជាជាងការកិច្ចវៀងទំនុកចិត្តខ្លួនបែបនោះមិនមែនមកពីការស៊ុបបាញ់ទេមកពីការដឹងថាអ្នកបានត្រៀមគំនិតរបស់អ្នកសម្រាប់បញ្ហានៃជីវិតមនុស្សភាគច្រើនជួបរៀនបន្ទាប់ពីបញ្ចប់ការសិក្សាពួកគេគិតថាពួកគេបានធ្វើគ្រប់គ្រាន់ហើយប៉ុន្តែជីវិតតែងតែទាមទារច្រើនជាងនេះហើយប្រសិនបើអ្នកមិនបន្តក្លាយជាសិស្សជីវិតនឹងបង្ខំឲ្យអ្នករៀនតាមរយៈការឈួចចាប់តាមរយៈការបរាជ័យតាមរយៈការខកចិត្តអ្នកអាចជៀសវាងរឿងភាគច្រើននោះបានតាមរយៈការជ្រើសរើសរៀនឥឡូវនេះរៀនមុនពេលមានវិបត្តិរៀនមុនពេលធ្វើខុសរៀនមុនពេលខកចិត្តនោះហើយជារបៀបដែលមនុស្សឆ្លាតដំណើរការពួកគេនៅពីមុខពីព្រោះពួកគេមិនដែលឈប់រៀនការពិតគឺថាជីវិតផ្ដល់រង្វាន់ដល់មនុស្សដែលបង្ហាញខ្លួនដោយស្រាប់ត្រៀមខ្លួនផ្លូវចិត្តផ្ដោតអារម្មណ៍មានស្ថិរភាពនិងខ្លាំងក្លាមនុស្សបែបនោះមិនបាក់សន្ធឹកក្រោមសម្ពាធឡើយពីព្រោះពួកគេបានហាត់ប្រាណគំនិតរបស់ពួកគេឲ្យនៅមុតស្រួចពួកគេមិនវង្វេងក្នុងរឿងភាគនិយមទេពីព្រោះពួកគេបានអភិវឌ្ឍទស្សនវិស័យពួកគេមិនបែកបាក់នៅពេលអ្វីមិនស្រួលទេពីព្រោះពួកគេបានសិក្សាអំពីរបៀបតបតមិនមែនតបតដោយអារម្មណ៍ទេភាពខ្លាំងក្លាបែបនោះត្រូវបានកសាងមួយមេរៀនម្ដងមួយអ្នកមិនចាំបាច់ជាអ្នកឆ្លាតជាងគេទេអ្នកគ្រាន់តែត្រូវការនៅតែរវល់រវាយនៅតែចង់ដឹងចង់ឃើញនៅតែឲ្យលំតកគ្រប់គ្រាន់ដើម្បីទទួលស្គាល់ថាអ្នកមិនដឹងអ្វីទាំងអស់និងខ្លាំងក្លាគ្រប់គ្រាន់ដើម្បីទៅស្វែងរកចម្លើយអនុញ្ញាតឲ្យនោះคล้ายជាផ្នែកមួយនៃអ្នកជាមនុស្សដែលមិនដែលឲ្យថ្ងៃមួយកន្លងផុតទៅដោយគ្មានការលូតលាស់ណាមួយឡើយជាមនុស្សដែលមើលឃើញស្ថានភាពគ្រប់យ៉ាងជាឱកាសក្នុងការរៀនជាមនុស្សដែលសួរសំណួរដែលស្វែងរកការពិតដែលនៅត្រៀមខ្លួនផ្លូវចិត្តជានិច្ចពីព្រោះពួកគេដឹងថាជីវិតមិនរងចាំអ្នកឲ្យទាន់ទេការរៀនដំឡើងការដឹងខ្លួនរបស់អ្នកចាប់ផ្ដើមសម្គាល់ឃើញអ្វីដែលអ្នកដទៃមិនឃើញអ្នកចាប់ផ្ដើមមើលឃើញទំនាក់ទំនងរវាងគំនិតអ្នកចាប់ផ្ដើមព្យាករណ៍បញ្ហាមុនពេលវាកើតឡើងអ្នកចាប់ផ្ដើមបដូរប្រការបានលឿនការដឹងខ្លួននោះคล้ายជាគុណសម្បត្តិរបស់អ្នកវាធ្វើឲ្យអ្នកនៅតានតឹងវាជួយឲ្យអ្នកធ្វើអ្វីដោយមានគោលបំណងវាធ្វើឲ្យវត្តមានរបស់អ្នកកាន់តែខ្លាំងពីព្រោះគំនិតរបស់អ្នកមិនរញ្ជួយដោយភាពច្របូកច្របល់ទេវាងាយស្រួលមុតស្រួចនិងផ្ដោតអារម្មណ៍ប៉ុន្តែរឿងនេះនឹងកើតឡើងតែនៅពេលដែលអ្នកធ្វើវាឲ្យคล้ายជាទម្លាប់របស់ថ្មីមួយរាល់ថ្ងៃមិនសំខាន់តើតូចប៉ុណ្ណាទេអ្វីដែលសំខាន់គឺវាសកម្មវាសំខាន់សម្រាប់ការលូតលាស់របស់អ្នកនិងវាពង្រឹងរបៀបនៃអ្នកគិតផ្លូវចិត្តរបស់អ្នកគឺជាឧបករណ៍ដ៏អស្ចារ្យបំផុតរបស់អ្នកត្រូវតែប្រព្រឹត្តចំពោះវាដូចជាវត្ថុដ៏មានតម្លៃអ្នកត្រូវតែហាត់ប្រាណវាការពារវានិងផ្ដាល់វាឲ្យបានល្អដូច្នេះសមត្ថចិត្តចាប់ផ្ដើមពីថ្ងៃនេះតទៅលែងមានការបើកគំនិតស្វ័យប្រវត្តិទៀតហើយលែងមានការឆ្លងកាត់ថ្ងៃដោយគ្មានការផ្ដល់អាហារដល់គំនិតរបស់អ្នកទៀតហើយលែងមានការពេញចិត្តចំពោះវិធីគិតចាស់ទៀតហើយប្រសិនបើអ្នកចង់បានជីវិតដែលប្រសើរឡើងអ្នកត្រូវការការគិតដែលប្រសើរឡើងប្រសិនបើអ្នកចង់បានលទ្ធផលដែលប្រសើរឡើងអ្នកត្រូវការយន្តមេកៈដែលប្រសើរឡើងហើយប្រសិនបើអ្នកចង់លូតលាស់អ្នកត្រូវរៀនរាល់ថ្ងៃដោយសកម្មនិងមានគោលបំណងនោះហើយជារបៀបដែលអ្នកផ្លាស់ប្ដូរពីអ្នកឥឡូវនេះទៅជាអ្នកនាអនាគតនោះហើយជារបៀបដែលអ្នកក្លាយទៅជាមនុស្សខ្លាំងក្លាពីខាងក្នុងរបស់ថ្មីមួយរាល់ថ្ងៃគំនិតមួយដែលធ្វើឲ្យអ្នកគិតចក្ខុវិស័យមួយដែលធ្វើឲ្យអ្នកប្រសើរឡើងគឺគ្រប់គ្រាន់ហើយនៅពេលដែលអ្នកចាប់ផ្ដើមអ្នកមិនចង់ត្រឡប់ទៅវិញទេពីព្រោះអ្នកកាន់តែលូតលាស់ជីវិតកាន់តែច្បាស់អ្នកកាន់តែដឹងអ្នកកាន់តែជឿជាក់លើខ្លួនឯងហើយអ្នកកាន់តែគិតមុតស្រួចអ្នកកាន់តែរស់នៅដោយខ្លាំងក្លារាល់ថ្ងៃតាមរយៈមេរៀនមួយមេរៀនម្ដងជំពូកទី8ផ្លាស់ទីដើម្បីបញ្ឈប់អារម្មណ៍អន់របស់អ្នកផ្លាស់ទីដើម្បីបញ្ឈប់អារម្មណ៍អន់របស់អ្នកវាដូចជាការងាយស្រួលហើយវាពិតជាងាយស្រួលដែរ
ប៉ុន្តែវាជាទម្លាប់មួយដែលត្រូវបានគេមិនដែលសម្ដែងចេញដែលអាចទាញអ្នកចេញពីអារម្មណ៍និងផ្លូវចិត្តដែលទាបនៅពេលអារម្មណ៍របស់អ្នកចាប់ផ្ដើមធ្លាក់ចុះថាមពលរបស់អ្នកចាប់ផ្ដើមធ្លាក់ចុះការគិតរបស់អ្នកคล้ายទៅជាច្របូកច្របល់ហើយអ្វីៗទាំងអស់ចាប់ផ្ដើមមានអារម្មណ៍ធ្ងន់ជាងប៉ុណ្ដែរអ្នកចាប់ផ្ដើមគិតច្រើនពេកអំពីបញ្ហាតូចៗអ្នកចាប់ផ្ដើមសង្ស័យខ្លួនឯងអ្នកបាត់បង់កម្លាំងនោះជាពេលដែលចិត្តចាប់ព្រួលអ្នកហើយប្រសិនបើអ្នកមិនបញ្ឈប់លំនាំនោះតាន់ពេលវេលាអ្នកនឹងចាប់ផ្ដើមធ្លាក់ចូលទៅក្នុងស្ថានភាពដែលពិបាកចេញប៉ុន្តែមានដំណោះស្រាយដ៏មានឥទ្ធិពលនៅក្នុងដៃរបស់អ្នកការធ្វើចលនានៅពេលអ្នកធ្វើចលនារាងកាយរបស់អ្នកក៏ផ្លាស់ប្ដូរស្ថានភាពផ្លូវចិត្តរបស់អ្នកផងដែរអ្នកបង្កើតការផ្លាស់ប្ដូរដោយមិនចាំបាច់រងចាំការលើកទឹកចិត្តអ្នកមិនចាំបាច់មានអារម្មណ៍ល្អសិនទើបចាប់ផ្ដើមនោះទេអ្នកគ្រាន់តែត្រូវការក្រោកឈរចលនារាងកាយផ្ញើសារទៅកាន់ខួរក្បាលរបស់អ្នកថាដល់ពេលត្រូវកំណត់ឡើងវិញហើយថាមានអ្វីមួយថ្មីកំពុងកើតឡើងថាអ្នកមិនត្រូវបានជាប់គាំងនោះទេវាមិនចាំបាច់ធ្ងន់ធ្ងរនោះទេអ្នកមិនចាំបាច់រត់5ម៉ៃឬទៅហាត់ប្រាណរាប់ម៉ោងនោះទេពេលខ្លះវាគ្រាន់តែជាការក្រោកឈរធ្វើចលនាយឺតដើរត្រួតត្រាបន្ទប់របស់អ្នកចេញទៅខាងក្រៅធ្វើស្គ្វ៉ាត់2 3ដងធ្វើចលនាដៃឬក៏ផ្លាស់ប្ដូរទីតាំងរាងកាយចំណុចសំខាន់គឺត្រូវធ្វើសកម្មភាពមុនពេលអារម្មណ៍អន់គ្រប់គ្រងអ្នកអារម្មណ៍អន់មិនបានកើតឡើងដោយគ្មានមូលហេតុនោះទេពួកវាកសាងយឺតដោយសារតែការអសកម្មភាពឯកអាកាសការគិតអវិជ្ជមានឬក៏ខ្វះទិសដៅហើយនៅពេលដែលអ្នកនៅស្ងៀមយូរពេកអារម្មណ៍ទាំងអស់នឹងកាន់តែខ្លាំងឡើងអ្នកអង្គុយនៅក្នុងខួរក្បាលរបស់អ្នកផ្ទាល់អ្នកវិភាគលំអិតលំច្រើនពេកអ្នកលេងសារចម្លងដដែលម្ដងហើយម្ដងទៀតប៉ុន្តែនៅពេលដែលអ្នកធ្វើចលនាអ្នកកាត់ផ្ដាច់វត្តកាលនោះអ្នកបំផ្លាញលំនាំផ្លូវចិត្តដែលកំពុងតាក់ទាញអ្នកការធ្វើចលនាធ្វើឲ្យមានកន្លែងសម្រាប់គំនិតថ្មីៗចូលមកវាបើកវិន័យសម្រាប់ទស្សនវិជ្ជាដ៏ល្អអស្ចារ្យកាន់តែប្រសើរវាធ្វើឲ្យឈាមរបស់អ្នកចរាចរណ៍ដង្ហើមរបស់អ្នកកាន់តែជ្រៅនិងធ្វើឲ្យយកចិត្តទុកដាក់របស់អ្នកចេញពីចិត្តរបស់អ្នកនិងចូលទៅក្នុងបច្ចុប្បន្នមនុស្សភាគច្រើនរងចាំអារម្មណ៍របស់ពួកគេប្រសើរឡើងមុនពេលពួកគេធ្វើសកម្មភាពពួកគេគិតថាខ្ញុំនឹងធ្វើចលនានៅពេលដែលខ្ញុំមានអារម្មណ៍ល្អប៉ុន្តែការពិតគឺថាអ្នកមានអារម្មណ៍ល្អពីព្រោះអ្នកបានធ្វើចលនានោះជាការផ្លាស់ប្ដូរដែលមនុស្សភាគច្រើនត្រូវការអ្នកមិនរងចាំធម៌ពលទេអ្នកបង្កើតធម៌ពលអ្នកមិនរងចាំភាពច្បាស់លាស់នោះទេអ្នកធ្វើចលនាដើម្បីចូលទៅក្នុងវាហើយនៅពេលអ្នកចាប់ផ្ដើមអ្នកនឹងដឹងថាអ្នកមិនបានជាប់គាំងដូចអ្នកគិតនោះទេបញ្ហារបស់អ្នកមិនបានបាត់បង់ទេប៉ុន្តែកម្លាំងរបស់អ្នកដើម្បីដោះស្រាយវាកើនឡើងនោះជាអ្វីដែលការធ្វើចលនាផ្ដល់ឲ្យអ្នកមិនមែនជាដំណោះស្រាយទេប៉ុន្តែជាសមត្ថភាពដើម្បីដោះស្រាយអ្វីដែលនៅចំពោះមុខអ្នកមានហេតុផលដែលមនុស្សភាគច្រើនមានអារម្មណ៍ល្អបន្ទាប់ពីដើរមានហេតុផលដែលភាពតានតឹងបន្ធូរបន្ថយបន្ទាប់ពីធ្វើចលនាបន្តិចបន្តួចរាងកាយរបស់អ្នកកាន់ទុកអារម្មណ៍វាផ្ទុកភាពតានតឹងវាឆ្លើយតបនឹងគំនិតរបស់អ្នកហើយនៅពេលដែលអ្នកនៅស្ងៀមក្នុងស្ថានភាពអាក្រក់ភាពតានតឹងនោះកើនឡើងប៉ុន្តែព្រាមដែលអ្នកចាប់ផ្ដើមធ្វើចលនាប្រព័ន្ធរបស់អ្នកនឹងឆ្លើយតបអ្នកចាប់ផ្ដើមបញ្ចេញទម្ងន់ដែលកំពុងធ្វើឲ្យអារម្មណ៍របស់អ្នកធ្ងន់ហើយបន្តិចម្ដងអ្នកផ្លាស់ប្ដូរស្ថានភាពរបស់អ្នកពីជាប់គាំងទៅដល់មានស្ថិរភាពអ្នកត្រូវតែចងចាំថារាងកាយរបស់អ្នកមិនដាច់ពីចិត្តរបស់អ្នកទេពួកវាត្រូវបានចងចម្បងគ្នាយ៉ាងជ្រៅអ្វីដែលអ្នកធ្វើជាមួយមួយប៉ះពាល់មកមួយទៀតប្រសិនបើអ្នកឲ្យស្មារបស់អ្នកទន់ចុះឲ្យក្បាលរបស់អ្នកទាបនិងអង្គុយនៅក្នុងទីងងឹតចិត្តរបស់អ្នកនឹងចន្លោះបន្ថយអំពីទីតាំងនោះប៉ុន្តែប្រសិនបើអ្នកបើកចំហឈរត្រង់ធ្វើចលនាដោយមានគោលបំណងនិងដង្ហើមជ្រៅចិត្តរបស់អ្នកចាប់ផ្ដើមតាមនោះអ្នកមានឥទ្ធិពលទៅលើចេតចេតការបស់អ្នកតាមរយៈអ្វីដែលអ្នកធ្វើជាលក្ខណៈនោះជាហេតុផលដែលការធ្វើចលនាមិនមែនជារឿងអំពីសុខភាពល្អនោះទេវាជារឿងអំពីការគ្រប់គ្រងអារម្មណ៍វាជាវិធីមួយដើម្បីការពារធម៌ពលរបស់អ្នកនៅពេលដែលជីវិតចាប់ផ្ដើមធ្វើឲ្យអ្នកពិបាកអ្នកអាចការប្រណូលប្រាប់រឿងនេះជាទម្លាប់ប្រចាំថ្ងៃអ្នកមិនចាំបាច់រងចាំរហូតដល់អ្នកមានអារម្មណ៍អន់ប្រើការធ្វើចលនាជាឧបករណ៍ពន្ពេលវេលាដើម្បីរក្សាចេតការបស់អ្នកឲ្យមានស្ថិរភាពដោយនៅពេលដែលអ្នកជាប់គាំងនឹងបញ្ហាមួយក្រោកឈរធ្វើចលនាយឺតនៅពេលដែលគំនិតរបស់អ្នកកាន់តែរវៃធ្វើសកម្មភាពរាងកាយនៅពេលដែលអ្នកមានអារម្មណ៍ថាខ្លួនឯងកំពុងតែវិលបណ្ដារាងកាយរបស់អ្នកឲ្យคล้ายទៅជាសញ្ញារបស់អ្នកវាដឹងពេលណាដែលអ្នកត្រូវផ្លាស់ប្ដូរហើយវានឹងឆ្លើយតបនៅពេលដែលអ្នកធ្វើសកម្មភាពអ្នកមិនត្រូវការទម្លាប់ដែលស្មុគស្មាញនោះទេអ្នកមិនត្រូវការឧបករណ៍នោះទេអ្នកត្រូវការការដឹងនិងគោលបំណងប្រសិនបើអារម្មណ៍របស់អ្នកចាប់ផ្ដើមធ្លាក់ចុះកុំអង្គុយហើយសង្ឃឹមថាវានឹងដោះស្រាយខ្លួនឯងក្រោកឈរធ្វើចលនាដង្ហើមត្រួតត្រាខ្លួនឯងនោះហើយជាអ្វីដែលការទទួលខុសត្រូវផ្ទាល់ខ្លួនមើលទៅវាមិនមែនអំពីការជៀសវាងថ្ងៃអាក្រក់នោះទេវាអំពីការរៀនពីរបៀបដោះស្រាយវាឲ្យបានប្រសើរជាងមុនការធ្វើចលនាផ្ដល់ឲ្យអ្នកនៅគ្រប់គ្រងនោះវាផ្ដល់ឲ្យអ្នកនៅផ្លូវចេញនៅពេលដែលគំនិតរបស់អ្នកព្យាយាមចាប់អ្នកវាក៏បង្កើតកម្លាំងផងដែរជំហាន2 3ដងប្រែទៅជាការដើរបន្តិចការធ្វើចលនាយឺតរហ័សប្រែទៅជា5នាទីនៃភាពរលូនការធ្វើចុកទ្រូងមួយដងប្រែទៅជាការផ្ទុកធម៌ពលហើយអ្វីដែលអ្នកដឹងបន្តពីនោះគឺការផ្ដោតអារម្មណ៍របស់អ្នកត្រឡប់មកវិញភាពច្បាស់លាស់របស់អ្នកកាន់តែមុតមមគោលដៅរបស់អ្នកមិនមានអារម្មណ៍ថាឆ្ងាយទេអ្នកត្រឡប់មកធ្វើជាអ្នកបាក់បោវិញមិនមែនដោយសារតែអ្វីគ្រប់យ៉ាងគ្មានរអែករអួននោះទេប៉ុន្តែដោយសារតែអ្នកបានធ្វើចលនាជំនួសឲ្យការអង្គុយនៅក្នុងព្យុះ
អ្នកនឹងមិនតែងតែចង់ធ្វើវានោះទេនោះទីអ្វីដែលគេរំពឹងទុកប៉ុន្តែធ្វើវាដែរការធ្វើចលនាគឺជាវិន័យវាជាទម្លាប់នៃការថែទាំខ្លួនឯងដែលពង្រឹងភាពធន់ទ្រាំរបស់អ្នកកាន់តែបណ្ដុះបណ្ដាលខ្លួនឯងឲ្យឆ្លើយតបដោយចលនាជំនួសអារម្មណ៍អ្នកកាន់តែមានស្ថិរភាពអ្នកឈប់ត្រូវបានគ្រប់គ្រងដោយអារម្មណ៍អ្នកឈប់ឲ្យអារម្មណ៍ដឹកនាំថ្ងៃរបស់អ្នកអភិវឌ្ឍចិត្តគំនិតដែលមានមូលដ្ឋានដ៏រឹងមាំដែលរុញច្រានទៅមុខមិនថាការយ៉ាងណាក៏ដោយហើយនេះជាផ្នែកដ៏ស្រស់ស្អាតការធ្វើចលនាតែងតែអាចរកបានសម្រាប់អ្នកមិនថាអ្នកនៅទីណាមិនថាមានរឿងអ្វីកើតឡើងនោះទេអ្នកមិនត្រូវការ headphone នោះទេអ្នកមិនត្រូវការកាលវិភាគនោះទេអ្នកគ្រាន់តែត្រូវការជំរឿសមួយនៅពេលដែលធម៌ពលរបស់អ្នកមានអារម្មណ៍មិនល្អសូមធ្វើចលនានៅពេលដែលអារម្មណ៍របស់អ្នកធ្លាក់ចុះសូមធ្វើចលនានៅពេលដែលចិត្តរបស់អ្នកចាប់ផ្ដើមប្រណាំងសូមធ្វើចលនាវាមិនមែនជាថ្នាំព្យាបាលអត់ទេប៉ុន្តែវាជាការចាប់ផ្ដើមនៃការផ្លាស់ប្ដូរវាជាការចាប់ផ្ដើមនៃពេលវេលាដ៏ប្រសើរជាងមុនអ្នកនឹងមិនតែងតែចាំធ្វើវានោះទេនោះជាអ្វីដែលគេរំពឹងទុកប៉ុន្តែធ្វើវាដែរការធ្វើចលនាគឺជាវិន័យវាជាទម្លាប់នៃការថែទាំខ្លួនឯងដែលពង្រឹងភាពធន់ទ្រាំរបស់អ្នកកាន់តែបណ្ដុះបណ្ដាលខ្លួនឯងឲ្យឆ្លើយតបដោយចលនាជំនួសអារម្មណ៍អ្នកកាន់តែមានស្ថិរភាពអ្នកឈប់ត្រូវបានគ្រប់គ្រងដោយអារម្មណ៍អ្នកឈប់ឲ្យអារម្មណ៍ដឹកនាំផ្នែករបស់អ្នកអភិវឌ្ឍចិត្តគំនិតដែលមានមូលដ្ឋានដ៏រឹងមាំដែលរុញច្រានទៅមុខមិនថាការយ៉ាងណាក៏ដោយហើយនេះគឺជាផ្នែកដ៏ស្រស់ស្អាតការធ្វើចលនាតែងតែអាចរកបានសម្រាប់អ្នកមិនថាអ្នកនៅទីណាមិនថាមានរឿងអ្វីកើតឡើងនោះទេអ្នកមិនត្រូវការ headphone នោះទេអ្នកមិនត្រូវការកាលវិភាគនោះទេអ្នកគ្រាន់តែត្រូវការជំរឿសមួយនៅពេលដែលធម៌ពលរបស់អ្នកមានអារម្មណ៍មិនល្អសូមធ្វើចលនានៅពេលដែលអារម្មណ៍របស់អ្នកធ្លាក់ចុះសូមធ្វើចលនានៅពេលដែលចិត្តរបស់អ្នកចាប់ផ្ដើមប្រណាំងសូមធ្វើចលនាវាមិនមែនជាថ្នាំព្យាបាលអត់ទេប៉ុន្តែវាជាការចាប់ផ្ដើមនៃការផ្លាស់ប្ដូរវាជាការចាប់ផ្ដើមនៃពេលវេលាដ៏ប្រសើរជាងមុនអ្នកមិនចាំបាច់ធ្វើសង្គ្រាមជាមួយនឹងអារម្មណ៍របស់អ្នកនោះទេអ្នកត្រូវការបញ្ជូនពួកវាឡើងវិញអ្នកមិនចាំបាច់មិនអើនឹងភាពតានតឹងរបស់អ្នកនោះទេអ្នកត្រូវការបញ្ចេញវាការធ្វើចលនាជួយអ្នកធ្វើទាំងពីរវាផ្ដល់ឲ្យអារម្មណ៍របស់អ្នកនៅផ្លូវចេញវាផ្ដល់ឲ្យចិត្តរបស់អ្នកនៅកាយសម្រាប់ពីខ្លួនឯងវានាំអ្នកត្រឡប់មកកាន់បច្ចុប្បន្នវិញហើយនៅក្នុងបច្ចុប្បន្នអ្នកអាចធ្វើការសម្រេចចិត្តបានប្រសើរជាងមុនអ្នកអាចដង្ហើមធំមួយដងអ្នកអាចរៀបចំឡើងវិញហើយពេលខ្លះនោះហើយជាអ្វីដែលអ្នកត្រូវការទាំងអស់សូមដាច់នេះសូមចាប់ផ្ដើមធ្វើឲ្យរឿងនេះជាផ្នែកមួយនៃជីវិតរបស់អ្នកកុំគ្រាន់តែធ្វើចលនានៅពេលដែលអ្នកមានអារម្មណ៍ល្អធ្វើចលនានៅពេលដែលអ្នកមិនមានអារម្មណ៍ល្អធ្វើចលនានៅពេលដែលអ្នកជាប់គាំងធ្វើចលនានៅពេលដែលចិត្តរបស់អ្នកនិយាយថាមិនមែនថ្ងៃនេះទេធ្វើចលនាពីព្រោះថាវាជាវិធីរបស់អ្នកដើម្បីនិយាយថាខ្ញុំនៅតែមានការគ្រប់គ្រងការសម្រេចចិត្តនោះនឹងជួយសង្គ្រោះអ្នកពីការធ្លាក់ចូលទៅក្នុងអារម្មណ៍ដែលលួចយកថ្ងៃរបស់អ្នកទម្លាប់នេះនឹងមិនត្រឹមតែលើកទឹកចិត្តអ្នកនៅពេលអាក្រក់នោះទេវានឹងធ្វើឲ្យអ្នកមានស្ថិរភាពផ្លូវចិត្តកាន់តែខ្លាំងវានឹងបង្កើនការដឹងរបស់អ្នកវានឹងពង្រឹងការគ្រប់គ្រងអារម្មណ៍របស់អ្នកវានឹងផ្ដល់ឲ្យអ្នកនូវជំនុំមួយដើម្បីដោះស្រាយជាមួយនឹងសម្ពាធនៃជីវិតហើយអ្នកកាន់តែប្រើវាយូរវាកាន់តែខ្លាចជាធម្មជាតិការធ្វើចលនាខ្លាចជាអង្គគ្រាប៊ូតុងកំណត់ឡើងវិញនិងចម្លើយដ៏ស្ងៀមស្ងាត់ដល់ចិត្តថ្ងៃដែលអ្នកមិនចង់ធ្វើចលនាគឺជាថ្ងៃដែលអ្នកត្រូវការវាខ្លាំងជាងគេបំផុតនោះគឺជាថ្ងៃដែលកំណត់ថាតើអ្នកនឹងរវល់កយឬក៏មានស្ថិរភាពដូច្នេះកុំរងចាំកុំពន្យាកុំឲ្យធម៌ពលរបស់អ្នកធ្លាក់ចុះពីព្រោះថាអ្នកកំពុងរងចាំការលើកទឹកចិត្តធ្វើចលនាមុនពេលដែលអារម្មណ៍គ្រប់គ្រងផ្លាស់ប្ដូរស្ថានភាពរបស់អ្នកដោយអាកម្មភាពប្រើរាងកាយរបស់អ្នកដើម្បីផ្លាស់ប្ដូរចិត្តរបស់អ្នកពីព្រោះមនុស្សដែលមានស្ថិរភាពជាងគេមិនមែនជាមនុស្សដែលមិនដែលមានអារម្មណ៍អន់នោះទេពួកគេគឺជាមនុស្សដែលដឹងពីរបៀបលើកឡើងខ្លួនគេពីក្នុងនោះជំហានម្ដងមួយជំហានចលនាម្ដងមួយចលនាជំរើសម្ដងមួយជំរើសចំពោះទី9សូមក្រឡេកមើលថ្ងៃនេះហើយសួរថាតើអ្វីដែលបានកែលម្អសំណួរសាមញ្ញនេះនៅពេលអនុវត្តជារៀងរាល់ថ្ងៃអាចផ្លាស់ប្ដូររបៀបដែលអ្នកអភិវឌ្ឍរបៀបដែលអ្នកគិតនិងរបៀបដែលអ្នកផ្លាស់ទីក្នុងជីវិតនៅចុងបញ្ចប់នៃរាល់ថ្ងៃនៅពេលដែលសម្លេងរំខានបាត់បង់និងការងារត្រូវបានបញ្ចប់អ្នកទទួលបានឱកាសពិនិត្យមើលខ្លួនឯងមិនមែនគ្រាន់តែដើម្បីមើលថាតើអ្នករវល់យ៉ាងណានោះទេប៉ុន្តែដើម្បីមើលថាតើអ្នកបានធ្វើឲ្យមានការរីកចម្រើនឬអត់ពីព្រោះការធ្វើសកម្មភាពមិនមែនដូចគ្នានឹងការកាន់តែប្រសើរឡើងនោះទេហើយប្រសិនបើអ្នកមិនដែលឈប់គិតពិចារណាឡើយអ្នកនឹងមិនដឹងថាតើអ្នកកំពុងរុញច្រានទៅមុខឬគ្រាន់តែរត់នៅកន្លែងដដែលនោះទេការកែលម្អមិនតែងតែបង្ហាញជ័យជំនះធំឬជោគជ័យដ៏ច្បាស់លាស់នោះទេភាគច្រើនថ្ងៃវាត្រូវបានគេរកឃើញនៅក្នុងការផ្លាស់ប្ដូរតូចតាចនៅក្នុងការសម្រេចចិត្តប្រសើរជាងមុននៅក្នុងរបៀបដែលអ្នកដោះស្រាយការសន្ទនានៅក្នុងរបៀបដែលអ្នកត្រឡប់មកឡើងវិញបន្ទាប់ពីការបរាជ័យប៉ុន្តែប្រសិនបើអ្នកមិនឈប់ហើយមើលឃើញអ្វីទាំងអស់នោះអ្នកនឹងខកខានពួកគេហើយនៅពេលដែលអ្នកខកខានពួកគេអ្នកចាប់ផ្ដើមមានអារម្មណ៍ថាអ្វីមិនដំណើរការថាអ្នកជាប់គាំងថាការខិតខំប្រឹងប្រែងរបស់អ្នកមិនបានផ្ដល់ផលនោះទេនោះជារបៀបដែលការអស់សង្ឃឹមកើតឡើងមិនមែនដោយសារតែអ្នកមិនកំពុងកែលម្អនោះទេប៉ុន្តែដោយសារតែអ្នកមិនទទួលស្គាល់វានោះឯងទម្លាប់ប្រចាំថ្ងៃនេះមិនមែនអំពីការវិនិច្ឆ័យនោះទេវាមិនមែនអំពីការស្វែងរកអ្វីដែលអ្នកបានធ្វើខុសនោះទេវាអំពីការយកចិត្តទុកដាក់លើអ្វីដែលអ្នកបានធ្វើត្រឹមត្រូវតើអ្វីដែលបានកែលម្អតើអ្វីដែលផ្លាស់ទីទៅក្នុងទិសដៅដែលត្រឹមត្រូវទោះបីជាតិចតួចក៏ដោយតើថ្ងៃនេះអ្នកបានបង្ហាញភាពអត់ធ្មត់ច្រើនជាងម្សិលមិញឬទេ
តើអ្នកបានបន្តកិច្ចការដែលអ្នកជាធម្មតាជារៀងឬទេតើអ្នកបានជ្រើសរើសវិន័យជំនួសភាពអត់ទុកឬទេតើអ្នកបានរក្សាអាកប្បកិរិយារបស់អ្នកឲ្យទៅនៅក្នុងការត្រួតពិនិត្យនៅពេលដែលអ្វីៗមិនទៅតាមផែនការរបស់អ្នកឬទេទាំងអស់នេះជាពេលវេលាដែលកសាងចរិតហើយនៅពេលដែលអ្នកយកពេលមកកត់សម្គាល់ពួកគេអ្នកចាប់ផ្ដើមជឿលើការលូតលាស់របស់អ្នកខ្លួនឯងការជឿនោះមានឥទ្ធិពលខ្លាំងណាស់វាធ្វើឲ្យអ្នកបន្តទៅមុខនៅពេលដែលការរីកចម្រើនមិនអាចមើលឃើញវាផ្ដល់ឲ្យអ្នកអិនប្រនូនៅថ្ងៃដែលលទ្ធផលយឺតវារំលឹកឲ្យអ្នកថារាល់ថ្ងៃមានតម្លៃថាគ្មានការខិតខំប្រឹងប្រែងណាដែលខ្ជះខ្ជាយប្រសិនបើវាកំពុងធ្វើឲ្យអ្នកកាន់តែក្បែរនឹងអ្នកដែលអ្នកចង់ខ្លាយជានោះទេប៉ុន្តែអ្នកនឹងមិនឃើញអ្វីទាំងអស់នោះឡើយលើកឡើងតែអ្នកឈប់ហើយសួរសំណួរថាតើអ្វីដែលបានកែលម្អនៅថ្ងៃនេះវាមិនមានបញ្ហាថាអ្នករវល់យ៉ាងណានោះទេអ្វីដែលសំខាន់គឺថាតើអ្នកបានកាន់តែប្រសើរឡើងនៅវិធីណាមួយឬអត់ពីព្រោះជោគជ័យពិតប្រាកដគឺវាស់វែងនៅក្នុងការគ្រប់គ្រងខ្លួនឯងវាវាស់វែងនៅក្នុងរបៀបដែលអ្នកគ្រប់គ្រងពេលវេលាធម៌ពលអកកិរិយានិងជំរឿនរបស់អ្នកហើយវិធីតែមួយដើម្បីបន្តកែលម្អនៅក្នុងតំបន់ទាំងអស់នោះគឺត្រូវឆ្លុះបញ្ចាំងស្មោះត្រង់និងស្ទៀងស្ទាត់នៅពេលដែលអ្នកកសាងទម្លាប់នៃការពិនិត្យខ្លួនឯងនៅចុងបញ្ចប់នៃថ្ងៃអ្នកទទួលបានអ្វីមួយដែលភាគច្រើនមនុស្សខកខានគឺការដឹងខ្លួនអ្នកឈប់អណ្ដែតអ្នកឈប់ធ្វើខុសចាស់ម្ដងហើយម្ដងទៀតអ្នកឈប់ឲ្យថ្ងៃកន្លងទៅដោយមិនមានន័យអ្នកចាប់ផ្ដើមទទួលខុសត្រូវហើយការទទួលខុសត្រូវនោះប្រែទៅជាកម្លាំងមនុស្សភាគច្រើនរស់នៅយន្តស្វ័យប្រវត្តិពួកគេឆ្លងកាត់ចលនាពួកគេបញ្ចប់ថ្ងៃដោយអស់កម្លាំងអស់ទុក្ខនិងដាច់ពីគោលដៅរបស់ពួកគេសង្ឃឹមថាអ្វីៗនឹងប្រសើរឡើងប៉ុន្តែពួកគេមិនមានការតាមដានអ្វីទាំងអស់នោះទេពួកគេមិនត្រួតពិនិត្យឡើងវិញពួកគេមិនរៀនពីជីវិតរបស់ពួកគេខ្លួនឯងហើយដោយសារតែនោះពួកគេនៅជាប់គាំងប៉ុន្តែនៅពេលដែលអ្នកក្រឡេកមើលថ្ងៃចុងបញ្ចប់ដោយមានគោលបំណងអ្នកចាប់ផ្ដើមសិក្សាពីការរីកចម្រើនរបស់អ្នកខ្លួនឯងអ្នកខ្លាយទៅជាគ្រូបង្វឹកខ្លួនឯងអ្នកសាកមានលំនាំអ្នកសម្គាល់កន្លែងខ្វះខាតអ្នកបង្កើនទម្លាប់ប្រសើរជាងមុនជំរឿនណាក៏ជំរឿនណាដែរអ្នកអាចចាប់ផ្ដើមទម្លាប់នេះក្នុងរយៈពេលត្រឹម5នាទីប៉ុណ្ណោះអង្គុយស្ងៀមគ្មានទូរស័ព្ទគ្មានសំឡេងរំខានគ្រាន់តែជាគំនិតរបស់អ្នកនិងសំណួរមួយតើអ្វីដែលបានកែលម្អនៅថ្ងៃនេះសរសេរវាចុះនិយាយវាចេញគិតពីថ្ងៃពីព្រឹកដល់យប់តើអ្នកមានស្ថិរភាពនៅទីណាតើអ្នកក្រឹងហួកនៅទីណាប៉ុន្តែនៅតែធ្វើសកម្មភាពតើអ្នកបានបង្ហាញខ្លួនប្រសើរជាងម្សិលមិញឬទេនោះហើយគឺជាការដែលការលូតលាស់คล้ายទៅជាអ្វីដែលអាចមើលឃើញហើយនៅពេលដែលវាคล้ายទៅជាអ្វីដែលអាចមើលឃើញវាคล้ายទៅជាជំនាញអ្នកចាប់ផ្ដើមចង់កែលម្អ5ឋានទៀតអ្នកចាប់ផ្ដើមរុញច្រានខ្លួនឯងមិនមែនដោយសារតែអ្នកកំពុងតាមដានការប្រសើរនោះទេប៉ុន្តែដោយសារតែអ្នកកំពុងតាមដានការរីកចម្រើនអ្នកនឹងមិនអស់ចារាល់ថ្ងៃនោះទេពេលខ្លះការកែលម្អអាចមើលទៅដូចជាការទប់កំហឹងរបស់អ្នកពេលខ្លះវាអាចបង្ហាញខ្លួននៅពេលដែលអ្នកមិនមានអារម្មណ៍ចង់ធ្វើថ្ងៃផ្សេងទៀតវាអាចជាការនិយាយថាទេទៅនឹងអ្វីដែលធ្វើឲ្យគ្រប់គ្រងអ្នកចំណុចមិនមែនជាការគ្មានទោសបីនោះទេចំណុចគឺត្រូវការតែប្រសើរឡើងទោះបីជាត្រឹមតែ1%ក៏ដោយទោះបីជាត្រឹមតែពេលវេលាមួយក៏ដោយប្រសិនបើអ្នកបានកែលម្អអាកប្បកិរិយាការផ្ដោតអារម្មណ៍ជំរឿវិន័យរបស់អ្នកនោះអ្នកឈ្នះហើយទម្លាប់នេះក៏បង្រៀនអ្នកពីភាពស្មោះត្រង់ផងដែរមិនមែនប្រភេទដែលអ្នកសម្ដែងសម្រាប់អ្នកដទៃនោះទេប៉ុន្តែជាប្រភេទដែលអ្នកអង្គុយតែម្នាក់ឯងនៅពេលអ្នកក្រឡេកមើលថ្ងៃចុងក្រោយអ្នកឃើញការពិតអ្នកឃើញថាតើអ្នកបានជៀសជាពេលវេលាឬអត់អ្នកឃើញថាតើអ្នកបានជៀសវាងការងារឬអត់អ្នកឃើញថាតើអ្នកបានផ្ដល់អ្វីដែលល្អបំផុតរបស់អ្នកឬគ្រាន់តែឆ្លងកាត់ហើយភាពស្មោះត្រង់បែបនោះបង្កើតការលូតលាស់មិនមែនជាការមានទោសបីមិនមែនជាការអៀនខ្មាសនោះទេការលូតលាស់ពីព្រោះឥឡូវនេះអ្នកដឹងថាត្រូវកាយសម្រួលអ្វីអ្នកដឹងថាត្រូវសម្លេងទៅលើអ្វីអ្នកដឹងពីរបៀបភ្ញាក់ពីដំណេកនៅថ្ងៃស្អែកហើយធ្វើឲ្យប្រសើរជាងមុនបន្តិចវាងាយស្រួលក្នុងការមិនយកចិត្តទុកដាក់លើការលូតលាស់នៅពេលដែលជីវិតផ្លាស់ប្ដូរយ៉ាងរហ័សការផ្លាស់ប្ដូរដ៏មានឥទ្ធិពលជាញឹកញាប់មកយឺតក្នុងសកម្មភាពប្រចាំថ្ងៃក្នុងការខិតខំប្រឹងប្រែងដ៏មានស្ថិរភាពក្នុងការកែលម្អដ៏ស្ងប់ស្ងាត់នោះហើយជាមូលហេតុដែលការឆ្លុះបញ្ចាំងមានសារៈសំខាន់ពីប្របើគ្មានវាអ្នកនឹងបាត់បង់ដាននៃការដំណើរអ្នកភ្លេចថាអ្នកបានមកឆ្ងាយប៉ុណ្ណាអ្នកខកខានមេរៀនប៉ុន្តែនៅពេលអ្នកឆ្លុះបញ្ចាំងអ្នកនាំយកមេរៀនទាំងនោះទៅមុខអ្នកចងចាំអ្វីដែលល្អអ្នករៀនពីអ្វីដែលអាក្រក់ហើយអ្នកចូលទៅក្នុងថ្ងៃបន្ទាប់ដែលបានរៀបចំបានកាន់តែល្អនេះមិនមែនអំពីសម្ពាធនោះទេវាអំពីការដឹងអ្នកមិនចាំបាច់ល្អឥតខ្ទោះនោះទេអ្នកគ្រាន់តែត្រូវការភ្ញាក់ផ្អើលមានវត្តមានគ្រប់គ្រាន់ដើម្បីកត់សម្គាល់អ្វីដែលកំពុងដំណើរការស្មោះត្រង់គ្រប់គ្រាន់ដើម្បីទទួលស្គាល់អ្វីដែលមិនដំណើរការបដិញ្ញាគ្រប់គ្រាន់ដើម្បីបន្តនិងអោនលំទាស់គ្រប់គ្រាន់ដើម្បីរៀនពីបទពិសោធន៍ផ្ទាល់ខ្លួនឯងធ្វើឲ្យទម្លាប់នេះជារឿងផ្ទាល់ខ្លួនកុំប្រៀបធៀបវាជាមួយអ្នកដទៃកុំព្យាយាមធ្វើឲ្យនរណាម្នាក់រីករាយជាមួយនឹងការរីកចម្រើនរបស់អ្នកនេះគឺជាការធ្វើដំណើររបស់អ្នកស្តង់ដាររបស់អ្នកការកែលម្អរបស់អ្នកសួរខ្លួនឯងនៅពេលយប់មិនមែនថាតើពិភពលោកគិតយ៉ាងណានោះទេប៉ុន្តែអ្វីដែលអ្នកដឹងថាជាការពិតតើខ្ញុំបានលូតលាស់នៅថ្ងៃនេះឬទេតើខ្ញុំបានធ្វើជំហានមួយឬទេតើខ្ញុំបានធ្វើអ្វីមួយដែលធ្វើឲ្យខ្ញុំមានស្ថិរភាពឬទេប្រសិនបើបាទសូមមានមោទនភាពបើមិនដូច្នោះទេសូមកែសម្រួលហើយមិនថាយ៉ាងណាក៏ដោយត្រូវរៀបចំខ្លួនដើម្បីទៅម្ដងទៀតនៅថ្ងៃស្អែកចិត្តរបស់អ្នកកាន់តែច្បាស់នៅពេលដែលអ្នកឆ្លុះបញ្ចាំងគោលដៅរបស់អ្នកនៅតែស្រស់ស្រាយសកម្មភាពរបស់អ្នកកាន់តែមុតដាំពេលវេលារបស់អ្នកកាន់តែមានគោលបំណង
នេះហើយជារបៀបដែលអ្នកកសាងជីវិតនៃការកែលម្អដ៏មានស្ថិរភាពមិនមែនតាមរយៈការប្រឹងប្រែងស្ដកអស់ចានោះទេប៉ុន្តែតាមរយៈការដឹងប្រចាំថ្ងៃតាមរយៈជ័យជំនះតុយតាតតាមរយៈការឆ្លុះបញ្ចាំងដ៏ស្មោះត្រង់តាមរយៈសំណួរល្អនៅចុងបញ្ចប់របស់រាល់ថ្ងៃដូច្នេះមិនថាថ្ងៃនោះឆ្លងកាត់យ៉ាងណាមិនថាវាមានអារម្មណ៍ថាជាជ័យជំនះឬការធ្លាក់ចុះនោះទេកុំឲ្យវាឆ្លងកាត់ដោយមិនសួរសំណួរសូមក្រឡេកមើលថ្ងៃចុងក្រោយសួរថាតើអ្វីបានកែលម្អរកឃើញការរីកចម្រើនរៀនពីពេលវេលាហើយឲ្យការដឹងនោះចង្អុលប្រហាប់អ្នកទៅមុខនោះហើយជារបៀបដែលអ្នកលូតលាស់ដោយមិនឆេះនោះហើយជារបៀបដែលអ្នកនៅតែជាប់ចម្រក់ជំនួយនឹងគោលបំណងរបស់អ្នកនោះហើយជារបៀបដែលអ្នកកសាងចិត្តគំនិតដែលកាន់តែមានស្ថិរភាពរាល់ថ្ងៃចំពោះទី10ប្រកាន់ខ្ជាប់នៅទម្លាប់ល្អរហូតដល់វាក្លាយជាផ្នែកមួយនៃជីវិតអ្នកប្រកាន់ខ្ជាប់នៅទម្លាប់ល្អរហូតដល់វាក្លាយជាផ្នែកមួយនៃអត្តចរិតនោះហើយជារបៀបដែលការផ្លាស់ប្ដូរពិតប្រាកដកើតឡើងវាមិនមែនកើតឡើងពីការព្យាយាមផ្លាស់ប្ដូរអីទាំងអស់ក្នុងពេលតែមួយនោះទេតែកើតឡើងពីការបន្តធ្វើឲ្យសកម្មយូរត្រឹមណាមួយរហូតធ្វើឲ្យសកម្មភាពត្រឹមត្រូវទាំងនោះคล้ายទៅជាស្វ័យប្រវត្តិមនុស្សភាគច្រើនបងចៅមុនពេលពួកគេទៅដល់ទីនោះពួកគេសាឡបងធ្វើអីមួយបន្តិចថ្ងៃឬប្រហែលជា 2-3 សប្តាហ៍ហើយនៅពេលដែលវាចាប់ផ្ដើមមានអារម្មណ៍ថាពិបាកឬមិនស្រួលពួកគេក៏ឈប់មិនមែនដោយសារតែវាមិនដំណើរការនោះទេប៉ុន្តែដោយសារតែពួកគេរំពឹងថាវានឹងមានអារម្មណ៍ងាយស្រួលមុនពេលកំណត់ប៉ុន្តែប្រសិនបើអ្នកពិតជាឲ្យតម្លៃនឹងការផ្លាស់ប្ដូរជីវិតរបស់អ្នកត្រូវតែយល់ច្បាស់ពីចំណុចនេះការរីកចម្រើនពិតប្រាកដកើតឡើងក្រោយពីការធ្វើឡើងវិញច្រើនដងអ្នករកបាននូវលទ្ធផលតាមរយៈការបន្តអនុវត្តទម្លាប់នោះយូរត្រឹមណារហូតវាក្លាយជាផ្នែកមួយនៃអ្វីដែលអ្នកជាការចាប់ផ្ដើមគឺតែងតែពិបាកបំផុតនៅពេលដែលទម្លាប់នៅថ្មីគំនិតរបស់អ្នកប្រឆាំងនឹងវារាងកាយរបស់អ្នកប្រឆាំងនឹងវាអ្នកមានអារម្មណ៍មិនស្រួលអ្នកសង្ស័យចំពោះការរីកចម្រើនរបស់អ្នកឆ្ងល់តើវាពិតជាមានតម្លៃឬទេនោះហើយគឺការធ្វើតេស្តប្រសិនបើអ្នកខិតខំប្រឹងប្រែងឆ្លងកាត់បន្ទាត់រារាំងនៅដើមដំណាក់កាលនោះនឹងបន្តដំណើរការនឹងចាប់ផ្ដើមកាន់តែងាយស្រួលមិនមែនដោយសារភារកិច្ចផ្លាស់ប្ដូរនោះទេប៉ុន្តែដោយសារអ្នកផ្លាស់ប្ដូរចិត្តគំនិតរបស់អ្នកសម្របខ្លួនអត្តសញ្ញាណរបស់អ្នកកាយខួយអ្នកលែងត្រូវការបញ្ចុះបញ្ចូលខ្លួនឯងទៀតហើយអ្នកគ្រាន់តែធ្វើវានោះហើយជាអ្វីដែលធ្វើឲ្យទម្លាប់មានអារម្មណ៍ថាធម្មជាតិវាคล้ายជាផ្នែកមួយនៃចង្វាក់ជីវិតរបស់អ្នកវាคล้ายជាស្តង់ដារថ្មីរបស់អ្នកវាคล้ายជារបៀបដែលអ្នកដើរឆ្លងកាត់ជីវិតដោយមិនត្រូវការបញ្ចុះបញ្ចូលខ្លួនឯងរាល់ពេលនោះទេមនុស្សភាគច្រើនជាប់គាំងនៅក្នុងវដ្តកកនៃការចាប់ផ្ដើមនិងឈប់ពួកគេចាប់ផ្ដើមដោយមនោភាពមានការរំភើបធ្វើការសន្យាប៉ុន្តែបន្ទាប់មកជីវិតក៏ដំណើរការតទៅការរំខានកើតឡើងទម្លាប់ចាស់អញ្ជើញពួកគេត្រឡប់ទៅវិញហើយជំនួសឲ្យបន្តដំណើរការពួកគេជិតផ្សឹមគំរូពួកគេអនុញ្ញាតឲ្យអារម្មណ៍មានចម្រិតដោយវិន័យហើយរាល់ពេលដែលពួកគេឈប់ពួកគេកំណត់ឡើងវិញនៃការរីកចម្រើនពួកគេនៅតែស្ថិតនៅដំណាក់កាលដំបូងដែលអីទាំងអស់មានអារម្មណ៍ថាត្រូវបានបង្ខំនោះហើយជាមូលហេតុដែលមិនមានអ្វីអាចចាក់ឫសគល់បានពីព្រោះពួកគេមិនដែលបន្តនៅក្នុងនោះយូរត្រឹមត្រូវគ្រប់ដើម្បីធ្វើឲ្យវាคล้ายទៅជាធម្មជាតិនោះទេអ្នកត្រូវតែខិតខំប្រឹងប្រែងឆ្លងកាត់បន្ទាត់នោះអ្នកត្រូវតែឆ្លងកាត់ថ្ងៃដែលវាមិនមានអារម្មណ៍ថាមានផលតបស្នងនៅពេលដែលវាមានអារម្មណ៍ថាជាការងារនៅពេលដែលមិនមានអ្នកណាឃើញអ្វីដែលអ្នកកំពុងធ្វើហើយនៅពេលដែលអ្នកដែលមិនទៅមានអារម្មណ៍ថាខ្លួនឯងផ្លាស់ប្ដូរហើយឡើយទេនោះហើយគឺកន្លែងដែលទម្លាប់កាន់តែមាំមុនអ្នកមិនចាំបាច់ត្រូវបានពីដងមួយថ្ងៃនោះទេអ្នកត្រូវការតែភាពស៊ីសង្វាក់ទាំងស្ងៀមស្ងាត់ការខិតខំប្រភេទដែលមើលទៅដូចជាតូចស្ទែងនៅពេលនោះប៉ុន្តែមានការរួមប្រកបលើពេលវេលានៅពេលដែលអ្នកប្រកាន់ខ្ជាប់នៅអ្វីមួយយូរត្រឹមគ្រប់គ្រាន់វាឈប់មានអារម្មណ៍ថាជាការខិតខំហើយចាប់ផ្ដើមមានអារម្មណ៍ថាជារបាការអ្នកលែងពឹងផ្អែកលើមនោភាពទៀតហើយពីកូអេរីយ៉ាបូទាំងនោះឥឡូវនេះគួរឲ្យធ្លាប់សំក្រាន់វាសំពេញនៅក្នុងថ្ងៃរបស់អ្នកដូចជាការដុសធ្មេញពាក់សម្លៀកបំពាក់អ្នកមិនគិតអំពីវាទេអ្នកគ្រាន់តែធ្វើវានោះហើយជាគោលដៅនោះហើយជាកន្លែងដែលអានុភាពរបស់អ្នករស់នៅក្នុងកំពូលនៃការរកបានផលខិតខជោនៅក្នុងការធ្វើអ្វីដែលត្រឹមត្រូវដោយមិនត្រូវការហេតុផលរាល់ពេលនោះទេអ្នកមិនចាំបាច់ត្រូវបានពីដងមួយថ្ងៃទេអ្នកត្រូវការតែភាពជាប់លិញអ្នកនឹងមានផ្លេចផ្លាត់អ្នកនឹងខាក់មួយថ្ងៃប៉ុន្តែការខុសគ្នាពីមនុស្សដែលផ្លាស់ប្ដូរនិងមនុស្សដែលមិនផ្លាស់ប្ដូរគឺអត្រាដែលពួកគេត្រឡប់មកផ្លូវវិញអ្នកដែលទទួលបានជោគជ័យពួកគេមិននៅអង្គុយរងចាំពេលវេលាល្អអេរ៉ាដតដើម្បីចាប់ផ្ដើមម្ដងទៀតនោះទេពួកគេយកវាឡើងវិញដោយមិនមានអារម្មណ៍ធុញធឿននិងបន្តដំណើរការពីព្រោះការខាក់មួយថ្ងៃមិនបានបំផ្លាញទម្លាប់នោះទេការបោះបង់ចោលហើយដិតឡាដាំគន្លឹះគឺត្រូវតែធន់ធានដោយទម្លាប់ជាផ្នែកមួយនៃអត្តសញ្ញាណរបស់អ្នកមិនមែនជាបញ្ហាបណ្ដោះអាសន្ននោះទេវាត្រូវបានពេលវេលាដើម្បីសាងឡើងវិញនៅរបាការអ្នកមិនគ្រាន់តែបន្ថែមសកម្មភាពថ្មីនោះទេអ្នកកំពុងជំនួសលំនឹងចាស់អ្នកកំពុងបង្រៀនគំនិតនិងរាងកាយរបស់អ្នកថានេះគឺជាស្តង់ដារថ្មីហើយវាមិនស្រួលនៅដើមដំណាក់កាលនោះទេនោះគឺជារឿងធម្មតាភាពមិនស្រួលនោះន័យថាអ្នកកំពុងបំបែកខ្លួនឯងពីរូបភាពចាស់របស់អ្នកកំពុងជ្រើសរើសអ្វីដែលប្រសើរជាងទោះបីជាវាមិនងាយស្រួលក៏ដោយហើយរាល់ពេលដែលអ្នកបង្ហាញខ្លួននិងបន្តឲ្យវារួចរាល់អ្នកបង្ហាញខ្លួនឯងថាអ្នកកំពុងក្លាយទៅជាមនុស្សដទៃទៀតអ្នកមិនត្រូវការសកម្មភាពដ៏មហាសាលដើម្បីផ្លាស់ប្ដូរជីវិតរបស់អ្នកនោះទេអ្នកត្រូវការភាពស៊ីសង្វាក់នៃសកម្មភាពតូចៗដែលជំរុញអ្នកឲ្យមានការរីកចម្រើនវិន័យបន្តិចម្ដងរាល់ថ្ងៃនឹងបូកបញ្ចូលគ្នាលឿនជាងការប្រើប្រាស់ថាមពលខ្លាំងតែមានការខ្វះខាតយូរនោះទេចូលរួមនៅពេលវាពិបាកចូលរួមនៅពេលវាគួរឲ្យធុញទ្រាន់ចូលរួមនៅពេលដែលអ្នកចង់ធ្វើអ្វីផ្សេងជាងនេះ
នោះហើយជារបៀបដែលទម្លាប់នោះចាក់ឬគល់នោះហើយជារបៀបដែលវាคล้ายជាការពិតមនុស្សជាញឹកញាប់សួរថាតើវាត្រូវចំណាយពេលយូរប៉ុណ្ណាដើម្បីសាងសង់ទម្លាប់មួយមិនមានចម្លើយច្បាស់លាស់នោះទេការពិតគឺវាត្រូវចំណាយពេលយូរតាមដែលវាត្រូវការដើម្បីធ្វើឲ្យវាមានអារម្មណ៍ថាជាធម្មជាតិចំពោះរឿងមួយចំនួនវាត្រូវចំណាយពេលប៉ុន្មានសប្តាហ៍ចំពោះរឿងផ្សេងទៀតវាអាចត្រូវចំណាយពេលប៉ុន្មានខែអ្វីដែលសំខាន់គឺមិនមែនជាពេលវេលានោះទេអ្វីដែលសំខាន់គឺអ្នកត្រូវតែបន្តដំណើរការរហូតដល់អ្នកលែងត្រូវគិតអំពីវាទៀតហើយរហូតដល់វាមិនមែនជាអ្វីដែលអ្នកព្យាយាមធ្វើនោះទេវាគ្រាន់តែជាអ្វីដែលអ្នកធ្វើអ្នកនឹងសម្គាល់ឃើញការផ្លាស់ប្ដូរនៅថ្ងៃមួយអ្នកនឹងភ្ញាក់ឡើងហើយធ្វើរឿងនោះដោយគ្មានការរារាំងគ្មានការពន្យាពេលគ្មានការតស៊ូផ្ទៃក្នុងនោះហើយជាពេលដែលអ្នកដឹងថាទម្លាប់នោះបានចាក់ឫគល់នោះហើយជាពេលដែលវាលែងត្រូវជាគោលដៅទៀតហើយវាគឺជារបៀបរស់នៅប៉ុន្តែពេលនោះមិនកើតឡើងដោយសារតែសំណាងនោះទេវាកើតឡើងពីព្រមអ្នកបានបន្តឆ្លងកាត់ការរអាក់រអួលអ្នកបានបន្តដំណើរការនៅពេលដែលការរំភើបបានរលត់អ្នកបានបន្តបង្ហាញខ្លួនជាមួយនឹងវិន័យស្ងៀមស្ងាត់ទម្លាប់បង្កើតអនាគតរបស់អ្នកជាមុនពួកវាជារើសសារនៅក្រោមលទ្ធផលគ្រប់ប្រភេទដែលអ្នកចង់បានអ្នកមិនកើនឡើងដល់គោលដៅរបស់អ្នកនោះទេអ្នកធ្លាក់ដល់កម្រិតនៃប្រព័ន្ធរបស់អ្នកហើយប្រព័ន្ធទាំងនោះត្រូវបានសាងសង់ឡើងដោយទម្លាប់ប្រសិនបើអ្នកចង់អភិវឌ្ឍអ្នកត្រូវការទម្លាប់ដែលគាំទ្រការអភិវឌ្ឍរបស់អ្នកប្រសិនបើអ្នកចង់ការសន្តិភាពអ្នកត្រូវការទម្លាប់ដែលកាត់បន្ថយភាពតានតឹងប្រសិនបើអ្នកចង់កម្លាំងអ្នកត្រូវការទម្លាប់ដែលប្រកួតប្រជែងអ្នកហើយនៅពេលដែលអ្នកកំណត់អត្តសញ្ញាណទម្លាប់ត្រឹមត្រូវការងារតែមួយរបស់អ្នកគឺត្រូវតែធ្វើវាឡើងវិញរហូតដល់ពួកវាคล้ายជាស្វ័យប្រវត្តិនោះហើយជារបៀបដែលការផ្លាស់ប្ដូរคล้ายជាអចិន្ត្រៃយ៍មិនមែនដោយសារតែអ្នកបានបង្ខំវារាល់ថ្ងៃនោះទេប៉ុន្តែដោយសារតែអ្នកបានអត់ធ្មត់យូរត្រឹមគ្រប់គ្រាន់រហូតវាคล้ายជាស្វ័យប្រវត្តិអ្នកមិនចាំបាច់ត្រូវតែតស៊ូជាមួយនឹងទម្លាប់របស់អ្នកជារៀងរហូតនោះទេប៉ុន្តែអ្នកត្រូវតែផ្ដាច់ចិត្តយូរត្រឹមគ្រប់គ្រាន់ដើម្បីឲ្យពួកវាអាចចាក់ឬគល់បានហើយនោះហើយជាកន្លែងដែលមនុស្សភាគច្រើនបរាជ័យពួកគេបោះបង់ចោលនៅក្នុងដំណាក់កាលផ្លាស់ប្ដូរពួកគេចាក់ចេញនៅបំឡុងពេលតានតឹងពួកគេមិនដឹងថាផ្នែកដែលពិបាកបំផុតគឺមុនពេលវាកាន់តែងាយស្រួលប្រកាន់ខ្ជាប់វាទោះបីលទ្ធផលមិនតាន់ប្រកបឈរមកក៏ដោយទោះបីគ្មានអ្នកណាលោតឡើងរក្សាអ្នកក៏ដោយទោះបីវាមានអារម្មណ៍ថាធ្វើឡើងវិញការធ្វើឡើងវិញនោះហើយដែលកសាងរូបភាពថ្មីរបស់អ្នកដែលមានការផ្ដោតអារម្មណ៍កាន់តែខ្លាំងក្លាអ្នកដែលមានសមត្ថភាពកាន់តែខ្លាំងក្លាអ្នកដែលមានភាពស៊ីសង្វាក់កាន់តែខ្លាំងក្លាហើយនៅថ្ងៃមួយអ្នកនឹងងើបមកហើយដឹងថាអ្នកលែងគិតអំពីទម្លាប់នោះទៀតហើយអ្នកគ្រាន់តែរស់នៅជាមួយនឹងវាអ្នកធ្វើឲ្យវាคล้ายជាផ្នែកមួយរបស់អ្នកវាគឺជាផ្នែកមួយនៃអត្តសញ្ញាណរបស់អ្នកហើយនោះហើយគឺគោលដៅដើម្បីរស់នៅក្នុងជីវិតប្រភេទដែលការធ្វើអ្វីត្រឹមត្រូវមិនមានអារម្មណ៍ថាជាសម្ពាធនោះទេវាមានអារម្មណ៍ថាជារឿងធម្មតាដើម្បីកសាងរបាវិយាការដែលការពារធម៌ពលរបស់អ្នកកសាងវិន័យរបស់អ្នកនិងជំរុញអ្នកឲ្យមានការរីកចម្រើនអ្នកមិនចាំបាច់ត្រូវបង្ខំវារាល់ថ្ងៃនោះទេប៉ុន្តែអ្នកត្រូវតែផ្ដាច់ចិត្តយូរត្រឹមគ្រប់គ្រាន់ដើម្បីឲ្យពួកវាអាចចាក់ឫសគល់បានហើយនោះហើយជាកន្លែងដែលមនុស្សភាគច្រើនបរាជ័យពួកគេបោះបង់ចោលនៅក្នុងដំណាក់កាលផ្លាស់ប្ដូរពួកគេចាក់ចែងនៅអំឡុងពេលតានតឹងពួកគេមិនដឹងថាផ្នែកដែលពិបាកបំផុតគឺមុនពេលវាកាន់តែងាយស្រួលប្រកាន់ខ្ជាប់វាទោះបីលទ្ធផលមិនតាន់ប្រកបឈុំមកក៏ដោយទោះបីគ្មានអ្នកណាលោតឡើងរក្សាអ្នកក៏ដោយទោះបីវាមានអារម្មណ៍ថាធ្វើឡើងវិញក៏ដោយការធ្វើឡើងវិញនោះហើយដែលកសាងរូបភាពថ្មីរបស់អ្នកដែលមានការផ្ដោតអារម្មណ៍កាន់តែខ្លាំងក្លាអ្នកដែលមានសមត្ថភាពកាន់តែខ្លាំងក្លាអ្នកដែលមានភាពស៊ីសង្វាក់កាន់តែខ្លាំងក្លាហើយនៅថ្ងៃមួយអ្នកនឹងងើបមកឲ្យដឹងថាអ្នកលែងគិតអំពីទម្លាប់នោះទៀតហើយអ្នកគ្រាន់តែរស់នឹងជាមួយនឹងវាអ្នកធ្វើឲ្យវាคล้ายជាផ្នែកមួយរបស់អ្នកវាគឺជាផ្នែកមួយនៃអត្តសញ្ញាណរបស់អ្នកហើយនោះហើយគឺគោលដៅដើម្បីរស់នៅក្នុងជីវិតប្រភេទនៃការធ្វើអ្វីត្រឹមត្រូវមិនមានអារម្មណ៍ថាជាសម្ពាធនោះទេវាមានអារម្មណ៍ថាជារឿងធម្មតាដើម្បីកសាងរបាវិយាការដែលការពារធម៌ពលរបស់អ្នកកសាងវិន័យរបស់អ្នកនិងជំរុញអ្នកឲ្យមានការរីកចម្រើនអ្នកមិនចាំបាច់ត្រូវបង្ខំវារាល់ថ្ងៃនោះទេប៉ុន្តែអ្នកត្រូវតែផ្ដាច់ចិត្តយូរត្រឹមគ្រប់គ្រាន់ដើម្បីឲ្យពួកវាអាចចាក់ឬគល់បានហើយនោះហើយជាកន្លែងដែលទម្លាប់ឈប់មានអារម្មណ៍ថាជាការខិតខំប្រឹងប្រែងហើយចាប់ផ្ដើមមានអារម្មណ៍ថាជាអត្តសញ្ញាណហើយនោះហើយជាពេលដែលជីវិតរបស់អ្នកចាប់ផ្ដើមដំណើរការលើប្រព័ន្ធថ្មីដែលសាងសង់ឡើងដោយកម្លាំងភាពស៊ីសង្វាក់និងការអភិវឌ្ឍអ្នកលែងត្រូវរងចាំការផ្លាស់ប្ដូរទៀតហើយ
អ្នកកំពុងតែរស់នៅជាមួយវាជារៀងរាល់ថ្ងៃ